ឈ្មោះជាសិទ្ធិផ្ទាល់ប្រកាសជាត្រូវបានមកយើងដល់ពេលនោះយើងប្រកាសជាសម្រាប់ឯងចោលមានតែអ្នកគ្រូដែលសត្វពិសិដ្ឋនៃតកូលពេលនោះទើបឯងត្រូវបានលោកម្ចាស់ទទួលជាសិស្សឯងកុំស្មានថាជាសត្វពិសិដ្ឋចាប់អារម្មណ៍ឯងទើបឯងហាត់ដល់កម្រិតទី3នោះហ៎កុំសង្ឃឹមខាន់ល្អណាស់ណែបងសាំងបងដឹកនាំអាយ៉ាហត់នឿយហើយការសម្ដែងរបស់ឯងពិតជាអស្ចារ្យមែនទែនអ្នកដឹកនាំឈួតស្អីតួអាក្រក់គ្មានសិទ្ធិរងរឿងតួឯងមែនទេមិនកុំទៅសត្វទៅកុំហត់ដល់ធំបែបនេះមានរឿងស្អីក៏គិតមិនឃើញទុកឲ្យយើងជាអ្នកទៅសេតួអាក្រក់ដូចជាយើងអាចរស់រហូតដល់ចប់តើមែនដែរទេមកសៀងអញ្ចឹងពួកយើងចាប់ផ្ដើមបន្តទៅបានហត់នឿយហើយមកឯណាតួអាក្រក់ណែណាឲ្យលឿនឡើងនៅទីនេះមកសៀងទៅហើយមកសៀងបើតាមសក្រិមសត្វពិសិដ្ឋគឺជ្រើសរើសសេវជៀនយើងមិនសុខចិត្តក៏ទៀមទាប្រកួតជាមួយនឹងគេតែត្រូវម្ដាយរបស់គេស្លាប់នៅបានសម្រាប់ឈុតទី95ប្លង់ថតទី8 3 2 1ចាប់ផ្ដើមសូមអញ្ជើញសត្វពិសិដ្ឋសូមអញ្ជើញសត្វពិសិដ្ឋសូមអញ្ជើញសត្វពិសិដ្ឋអត្តពលពន្លឺពណ៌មាសពិសេសនេះគ្រាន់តែថតវគ្គខ្លីវាខ្លាំងប៉ុណ្ណឹងទៅហើយណហ៎មិនត្រឹមត្រូវទេនេះគឺពិតប្រាកដហើយណែនេះតើសកម្មភាពស្អីខ្ញុំមិនចេះឆ្លងភពទេតើធ្វើយ៉ាងម៉េចទៅសេយានចង់សម្រាប់ជើងសេយានចង់ធ្វើបាបយើងសេយានប្រមាថយើងជាតិមុនជើងបានក្បត់នឹងវ៉ាន់ថងទៅស្រឡាញ់ជាមួយនឹងសេយានត្រូវអាចចង្រៃនេះធ្វើបាបឲ្យបោះបង់ចោលទីបំផុតគ្មានផលល្អទេសេយានយើងត្រូវតែសម្រាប់ឯងពិតជាជីវិតឋានសួគ៌មែនហើយមានវាសនាសំណាងនៃឋានលើការពារមើលទៅយើងមិនអាចចាត់ការគេបានងាយនោះទេបានខាងលើឲ្យយើងរស់ម្ដងទៀតក្នុងជាតិនេះយើងប្រកាសជាទាមទារយុត្តិធម៌ពីវាអញ្ចឹងខ្ញុំជាអ្នកណាហើយខ្ញុំនៅឯណាជួយផងហើយលោកគ្រូបានឱកាសឈិញវ៉ាន់នេះជាកន្លែងឱកាសសម្រាប់ខ្ញុំមិនខុសទេយើងបានគុនគូដោយម្រាមដៃដឹងថាទីនេះមិនមែនជាកន្លែងឱកាសរបស់ឯងទេហើយក៏ជាកន្លែងគូព្រេងរបស់ឯងដែរវ៉ាន់ថងចាំតែមើលទៅយើងនឹងចុះកិច្ចសន្យាជាមួយនឹងសត្វពិសិដ្ឋដើម្បីទាមទារនូវភាពអាម៉ាស់ដែលឯងធ្វើមកលើយើងជាទ្វេដងវ៉ាងធីងបាញ់មិញឯងហៅយើងថាវ៉ាងធីងហ៎មិនខុសទេសាច់ច្បងក៏មានទេពកោសល្យនិងសោះសង្ហាននៃការឈីងវ៉ាងហើយជាសង្សារក្នុងសុបិនរបស់ដូនជីនារីទាំងអស់វ៉ាងធីងអាយ៉ាខ្ញុំពិតជាឆ្លងភពហើយខ្លាយទៅជាវ៉ាន់ធីងដែលជាតួអាក្រក់នៅក្នុងសគ្រីបហើយតើគេជាអ្នកមានទេពកោសល្យគ្មានគូប្រៀបយ៉ាងម៉េចយើងតកូលសៀវការចាប់ដើមខ្សោយប៉ុន្តែយើងជាតួឯកហើយមានអត្តរិទ្ធស្រីនៅក្បែរខ្លួនវ៉ាងធីងសិស្សប្អូនស្រីដែលនៅក្បែរខ្លួនឯងនោះមុននឹងក្រោយខ្លាយទៅជារបស់យើងជាមិនខានយើងត្រូវធ្វើតាមសគ្រីបដើមយើងនឹងស្លាប់ក្នុងពេលនេះម្ចាស់ផ្ទះត្រូវតែប្រយ័ត្នឥឡូវនេះសេជាពឹងផ្អែកមកលើយើងរឿងខ្លីវគ្គទី8ការលំបាកសកម្មភាពនៃផ្កាយមួយការបំណងរបស់ឯងគឺរាល់ពេលជោគជ័យគឺមានជីវិតរស់នៅក្រោមជំពូកទី8និងទទួលបានបំបែកក្តីកុំទៅអីលើកនេះយើងស្លាប់ប្រកាសជាស្លាប់មែនទែនហើយតើមានកញ្ចប់អីសម្រាប់មនុស្សថ្មីនៅក្នុងប្រឡំលោកនេះដែរទេសាច់ច្បាស់ពិតជាសង្ហាមែនអ្នកណាកំពុងនិយាយគ្មានអ្នកណានិយាយអីទេបងថេងមកទៅដូចជាចំណែកដល់ហើយអាយ៉ាយើងមិនជាស្ដាប់ឮសំឡេងរបស់លីវស៊ីងបងប្រថាំងមិនក៏មើលខ្ញុំរហូតអញ្ចឹងឬមួយក៏ធ្វើជាល្ងងមិនអាចជួយបានទេចាំយើងចុះកិច្ចសន្យាជាមួយនឹងសត្វពិសិដ្ឋហើយអ្នកដែលយើងសម្រាប់ទី1គឺជាឯងអាចារ្យមកសៀតហ៊ានខ្វះការគួរសមចំពោះសាច់ច្បងធំយើងប្រយ័ត្នយើងហែកបត់ឯងនាងអ្នកចាំតិចយើងនឹងចាំថានៅក្នុងស្គ្រីបដើមក្រែនាងជាកូនឆ្កែតាមសៀយើងមិនក៏ទៅជាអញ្ចឹងយើងការពារបងថឹងយ៉ាងនេះក្នុងចិត្តគាត់ប្រហែលជារភើបស្លាប់ហើយរភើបស្អីទៅនោះជាតួសម្ដែងនាងចាក់សាហាវយ៉ាងនេះយើងធ្វើមិនហ៊ានប៉ះពាល់នាងប្រកាសជាពិបាកបើប្រកល់ខ្លួនទៅប្រកាសជាចប់ខ្ញុំប្រកាសជាត្រូវស្លាប់សិស្សមកពីកំពូលភ្នំនីមួយសូមថ្វាយវត្ថុខាងវិញ្ញាណនិងធ្វើកិច្ចសន្យានឹងសត្វពិសិដ្ឋចប់ហើយតាំងច្បាប់ដើមនៃសគ្រីបក្រោយពេលធ្វើជោគជ័យធ្វើឲ្យសៀយិនមានកំហឹងហើយសូមការប្រកួតបន្តមកទៀតនៅចំពោះទុកលំបាករបស់គាត់បានសម្រាប់ខ្ញុំដោយសារមួយដាវមិនកើតទេកិច្ចសន្យានេះយើងអាចខាត់មិនត្រូវឈ្នះទេថ្វាយវត្ថុទៅ
ថ្វាយផ្លែឈើតែសិនយិនសិនប្រាក់ឆ្អិនដៃសតតែវត្ថុទឹកលំដាប់លេខ1បើពីគុណភាពវិញលើពីសិស្សប្អូនដតីទៅទៀតសាច់ច្បងសភាពការមិនស្រួលហើយគិតយ៉ាងម៉េច បងប្រុសទូឯងប្រឹងកម្លាំងឡើងយើងគ្រាន់តែចង់យករបស់មកបោកបញ្ឆោតបើចាញ់យើងមិនបាច់ស្លាប់ទេ ឆឹងអើគេគិតយ៉ាងម៉េចហ្នឹងសាច់ច្បងធំមិនក៏ស៊ីផ្លាច់ទៅសក់អស់មួយកំណាត់ទៅហើយអូយឬមួយក៏មានអាកំបាំងអ្វីនៅក្នុងនោះ មិនមានធម្មពលខាងវិញ្ញាណទេនេះគ្រាន់តែជាត្រសក់ធម្មតាតែប៉ុណ្ណោះទេ ផ្លែតសក់មួយកំណាត់វ៉ាងធីងឯងពិតជាឈួនហើយឬមួយក៏ប្រមាថដល់សត្វពិសិដ្ឋ មិនបាច់អាចខ្វះទេសាច់ច្បងគាត់មានផែនការរយៈពេលយូរនេះប្រហែលជាគាត់មានមជ្ឈបាយរបស់គាត់ ពិតមែនហើយដែលជោគជ័យចុងក្រោយប្រកាសជាសិស្សច្បងធំ យើងឈ្នះស្អីទៅពួកនាងកុំប៉ះពាល់ទោសសម្ដេចដោយសារយើងជាតិមុនយើងបានក្បត់នឹងសាច់ច្បងធំនៅជាមួយសេជានត្រូវគេធ្វើបាបផ្ដាច់ក្បាស់ពីខ្លួនជាតិនេះយើងត្រូវតែផ្ដោះមេរៀនឲ្យសេជានម្ដងនេះគឺជាការណែនាំរបស់សាច់ច្បងធំ ក៏ផ្លែត្រសក់នេះមានអ្វីកំពុងកើត ឯងចង់ធ្វើស្អីហ្នឹងហើយកុំធ្វើបាបខ្ញុំទៅខ្នោះទៅបើហ៊ានចូលមកយើងនឹងសម្រាប់ឯងហើយគ្រូសត្វពិសិដ្ឋមិនក៏មិនជ្រើសរើសខ្ញុំ គួរឲ្យចំណែកឬមួយមានអ្វីខុសទៅដឹងបាញ់អញ្ចឹងគ្រូនៅបង្ហាត់ឯងមួយស្និតវាអាចលើសពីខ្លឹមសារនៃឈាមបង្កើតការលំបូងនៃផ្កាជូកមាសទៅកាន់សត្វពិសិដ្ឋសត្វពិសិដ្ឋពិតជាជ្រើសរើសសាច់ច្បងធំ ហើយបងធំសត្វពិសិដ្ឋបងកុំធ្វើបាបខ្ញុំសុំបងកុំធ្វើបាបខ្ញុំណា តើមានបានស៊ីវត្ថុវិញ្ញាណរបស់សៀវយានហើយមើលទៅប្រហែលជាជ្រើសរើសគេហើយ តើនេះមានរឿងអីទេសាច់ច្បងធំចាញ់ហើយ សៀវយានយើងពិតជាព្រះបត្រាវិស្នាឋានលើ មិនមែនទេសត្វពិសិដ្ឋហេតុអីមិនជ្រើសរើសសាច់ច្បងធំទេ ហេមិនអីទេសត្វច្បងរបស់ពួកនាងគឺជាមនុស្សពូកែទោះបីជាគ្មានការអនុគ្រោះពីសត្វពិសិដ្ឋនេះក៏ដោយសូម្បីប្រើដៃម្ខាងក៏អាចបង្ក្រាបសៀវយានបានដែរ សាច់ច្បងពិតជាសង្ហាមែន ពិតជាល្អណាស់យើងខ្វះឱកាសចាប់យកទៅឯងទេបន្ទាប់មកយើងនឹងយកលេសចាក់ចេញពីក្រុមហើយរត់ទៅឆ្ងាយនោះប្រកាសជាមានសុវត្ថិភាពណែហ៎គឺឯងទៀតហើយវ៉ាងធីងហ៎មិនមែនឯងទេអត់ទេមិនមែនខ្ញុំទេគឺឯងព្រោះខុសទៀតដឹងគេគឺជាតួឯងហេមិនចេះស្ដាប់ភាសាមនុស្សទេមែនទេកុំមកចិនទៅរកគេទៅហ៎ណែនេះ សាច់ច្បងធំមិនចូលចិត្តហួហួមែនទេ អាយ៉ាខ្លាចជាមនុស្សទៀតហើយឯតាអាចហេមិនត្រូវទេគឺម្នាក់នេះដូចជាស្រីរបស់ទូឯងប្រុសតើ សាច់ច្បងធំថ្ងៃក្រោយហួហួនឹងស្ដាប់តាមសាច់ច្បងធំសាច់ច្បងទទួលហួហួទេ ទទួលស្អីទៅនាងក៏ធ្វើបាបយើងនាងទៅរកគេទៅគេជាទូឯងណាគេជាបត្រាវិស្នាឋានលើថ្ងៃក្រោយគេប្រកាសជាអាចហោះហើរលើមេឃហើយខ្លាចទៅជាមនុស្សអស្ចារ្យ សាច់ច្បងធំតែងតែប្រឈមមុខជាមួយនឹងសេយានមិនក៏បែរជាជួយនិយាយឲ្យគេទៅវិញ ខ្ញុំដឹងហើយសាច់ច្បងធំកំពុងតែសាច់ចំអកឲ្យសេជានគេជាមនុស្សម្នាក់នៅកម្រិតទី3នៃការប្រមាញ់ឲ្យតាំងខ្លួនឯងជាបុត្រាវាសនាឋានទេហើយមិនមានអារម្មណ៍ខ្មាស់អៀនអីបន្តិចទេ ហ៎វ៉ាងថងអញឈ្នះយើងហើយហេតុអីក៏អញប្រមាថយើងទៀតខ្ញុំគ្មានទេ សាច់ច្បងធំយើងប្រត់ជាប្រមាណឯងតែយ៉ាងម៉េចទេសេជានអញគ្រាន់តែជាសិស្សក្រែម្នាក់ការបណ្ដោះបណ្ដាលចរិតនិងលក្ខណៈសម្បត្តិរបស់ឯងហេតុអីបានជាព្រាតជាមួយនឹងបងថងយើងគឺវាខុសគ្នាឆ្ងាយ នេះ នេះ គឺមកពីសាច់ច្បងធំមិនប្រកាន់នឹងឯងបើជាយើងវិញនឹងសម្រាប់ឯង បានហើយ30ឆ្នាំនៅទិសខាងកើត30ឆ្នាំទៅទិសខាងលិចពួកយើងក៏មិនងាយយុបអ្វីដូចគេពួកនាងប្រមាថគាត់ខ្លាំងយ៉ាងនេះទាំងអស់គ្នាឃើញគាត់មានសក្តានុពល នេះមិនអាចអត់អន់ឲ្យវ៉ាងថងឯងកុំបង្ខំយើងពេកថ្ងៃនេះយើងនឹងប្រយុទ្ធស្លាប់រស់ជាមួយនឹងឯងហើយចប់ហើយតាមច្បាប់ដើមរបស់ script គឺតួឯងសម្រាប់យើងនៅទីនេះហើយមានហើយបន្តិចទៀតខ្ញុំនឹងទុកឲ្យតួឯងបំផ្លាញអំណាចនៅពេលក្រោយដោយស្ងាត់តែចុះការឈឺចាប់វាមិនអាចទ្រាំទេ អញមិនសមនឹងអាចសាច់ច្បងយើងចេញមកទេចាំយកមកប្រយុទ្ធជាមួយឯង ម
មិនក៏អញ្ចឹងក្នុងស្គ្រីបគឺគ្មានឈុតនេះទេ បងថាំងពីមុនទិញអើមិនដឹងអីទៅប្រយ័ត្នបងគ្រប់ពេលវេលាឥឡូវនេះទិញអើយល់ហើយបងទៅជាមនុស្សល្អជាមួយខ្ញុំជាងគេនៅបច្ចិញវ៉ានទិញអើសុំស្បាត់នឹងការពារសាច់ច្បងធំដែលល្អជាងគេលោកនេះ សាច់ច្បងធំល្អជាងស្អីទៅអនាគតប្តីរបស់នាងនៅឯណាសូមកុំពាក់ព័ន្ធដល់ខ្ញុំបានទេខ្ញុំគ្រាន់តែចង់រស់នៅឲ្យបានសុខសាន្តស៊ីអើនេះជារឿងរបស់មនុស្សប្រុសបកគលឲ្យខ្ញុំចុះ ស៊ីអើជឿជាក់សាច់ច្បងធំទេ ស៊ីយិនឲ្យតែឯងអាចប្រយុទ្ធឈ្នះយើងឲ្យត្រឹមត្រូវតំណែងសារដោយផ្ទាល់នោះហើយនឹងសត្វពិសិដ្ឋយើងនឹងបកគលទាំងអស់ទៅឲ្យឯងណានេះជាអ្វីដែលឯងនិយាយដោយផ្ទាល់តែថ្ងៃនេះឯងត្រូវតែស្លាប់ មិនត្រឹមទេសាច់ច្បងធំពេកក៏ប្រយ័ត្នមិនឈ្នះអាចារ្យពិសិដ្ឋនេះដែរ ពិតមែនហើយយើងមិនអាចប្រយុទ្ធឈ្នះគេបានទេសុកចិត្តចោះចាញ់ទៅធ្វើជាទូកពឹកកពុកវាប្រសើរជាងចាំមើលស្នេហ៍របស់យើងដើរត្រឡប់មកវិញ សាច់ច្បងនៅប្រាជ្ញជំនាញប្រយុទ្ធកម្រិតឋានសួគ៌ គ្រាន់តែជាដាវហោះទាំង3តែច្បងធំស្នេហ៍ដើរត្រឡប់មកវិញរបស់ឯងហាត់មិនទាន់ដល់កម្រិតកំពូលទេដាវឆាប់មក មិនដែលខ្លាចជាអ្នកក្រៀកអាចសម្រាប់យិនអេង វីវហើយសាច់ច្បងធំគ្រោះថ្នាក់ហើយ ទូឯងឆាប់មកចាត់ការយើងមក សាច់ច្បងធំចាប់ខ្ញុំជួយបង ណែឯងប្រាល្បិចទេទេតាមពិតខ្ញុំគ្មានបញ្ចេញកម្លាំងអីបន្តិចទេឯងរងចាំវាយឲ្យឈ្នះទៅ ស្ដាប់ដូចហើយនៅស៊ីជៀនចាត់ការឯងបោះប្រុសផឹងជើងមិនបាច់ប្រើកម្លាំងទាំងអស់ទេឯងហ៊ានធ្វើដាក់បោះប្រុសធ្វើយើងមិនអស់ហើយមិនអស់ទៀតអ្នកណាឯងខ្លាំងធំយ៉ាងនេះ នោះមិនមែនទេគឺ បើហ៊ានប្រើពាក្យសម្ដីនេះនៅមុខសាច់ច្បងទៀតយើងនឹងសម្លាប់ឯង ឯង ល្អសិស្សយើងវ៉ាន់ធីងពិតជាមានទេពកោសល្យរបស់អធិរាជ លោកគ្រូតុងនេះមិនអាចកំណត់ផ្លេប្រាស់បានទេចំណាយពាក្យនេះក៏មិនអាចនិយាយផ្លេប្រាស់បានដែរ បើអញ្ចឹងឯងចាញ់ហើយពេលនេះឯងនៅមានពាក្យអ្វីត្រូវនិយាយទៀត លោកគ្រូក្រៅកន្លែងនេះមានឱកាសរបស់យើងមែនទេឥឡូវមានរស្អីទៅ ប្រហែលជាមានឧបទ្ទហេតុអ្វីកើតឡើងគ្លីបញ្ហាទីបញ្ជាក់ជាមួយគេបន្តទៀតទេកុំខ្លាចឯងគឺជាបុត្រាវាសនាឋានលើវាសនាគឺនៅខាងឯងហើយ ល្អយើងមិនត្រូវសម្រាប់វ៉ាងធីងទេយើងត្រូវតែដេកជាមួយនឹងស្រីដែលនៅបច្ឆិញវ៉ាន់ទាំងនេះយ៉ាម្ដងនេះប្រកាសជាស្លាប់ប៉ះពាល់ដល់កូនប្រុសសំណាងព្រះក៏មិនអាចទ្រាំបានដែរ នេះគឺជារបស់កំហុសដែលផ្ទាល់ទៅកាន់កម្រិតទី3នៃការកសាងគ្រាស មិនតមកចប់មែនទេបានហើយខ្ញុំជប់បាយឯងទៀតហើយមិនក៏ឯងស្រាប់តែចង់សម្រាប់យើង ជួយផងលោកគ្រូក៏ឃើញដែរស៊ីយិនគឺជាមនុស្សដែលមានទេពកោសល្យតំណែងសិស្សផ្ទាល់ប្រគល់ឲ្យគេបើសិនជាលោកគ្រូព្រមសិស្សដែលឈ្មោះថាវ៉ាន់ធីងសិស្សសុកចិត្តស្លាប់ទៅចុះលោកគ្រូសិស្សសុកចិត្តស្លាប់ ចិត្តមុនអដេរឆានេះប្រាស់ល្បិចធ្វើបាបជាងធ្វើឲ្យយើងខ្លួនរលេងនឹងតែត្រូវវិនិច្ឆ័យគំនុំសមុទ្រឈាមនេះណាងកងវ៉ាន់យើងមិនអាចបំភ្លេចបានទេស ត្វដេរឆានស្អីគំនុំឈាមស្អីយើងស្ដាប់លើសំឡេងក្នុងចិត្តរបស់កងវ៉ាន់ ប៉ុន្តែស៊ីជៀនមានការការពារពីឋានសួគ៌ហើយសំណាងរបស់គេគឺជ្រេះណាស់យើងគ្មានមជ្ឈបាយអាចចាត់ការគេទីឬមួយក៏ស្លៀកពាក់ពេលនេះយើងទទួលគេនៅក្បែរខ្លួនចាំធ្វើបាបគេបន្តិចម្ដងរហូតដល់ស្លាប់ ធ្វើបាបសាហាវមិនមែនទេគេជាតួឯងតែគេខកឲ្យទៅពួកឯងមិនក៏ប្រឆាំងនឹងគេយ៉ាងនេះបានហើយដើរមួយជំហានគិតមួយជំហានទៅចុះបាទធីងថ្ងៃនេះយើង បានហើយពួកឯងទាំងពីរឡើងមកលេស៊ីជៀនដោយសារការបង្ករបស់ធីងលោកគ្រូនឹងអនុញ្ញាតឲ្យឯងម្ដងទទួលឯងជាសិស្សផ្ទាល់របស់យើងតែឯងត្រូវសន្យានឹងអ្នកគ្រូ3ចំណុច អ្នកគ្រូសូមនិយាយមកចុះ ទី1សិស្សផឹងគឺជាសិស្សច្បងធំនៅបច្ឆិញវាងក្រោយពេលអញចូលក្នុងបកត្រូវតែមានការគោរពគេមិនត្រូវបង្ករឿងទី2វ៉ាងធីងគឺជាសិស្សច្បងធំនៅបច្ឆិញវ៉ាន់យើងពេលដែលអញចូលក្នុងបកត្រូវតែមានចិត្តស្មោះចំពោះគេគឺមិនអាចក្បត់បានទេ ទី3វ៉ាងធីងគឺជាសិស្សច្បងធំនៃបច្ឆិញវ៉ាន់ក្រោយពេលដែលអញចូលបកត្រូវតែស្ដាប់បញ្ជាគេមិនអាចប្រកែកបាននោះទេអ្នកដែលល្មើសត្រូវតែសម្លាប់ ស៊ូស្លាប់ក៏មិនត្រូវឲ្យគេប្រមាថដែរនាងចង់ឲ្យយើងធ្វើជាឆ្កែបំរើគេគឺមិនអាចទៅរួចទេមិនមែនទេយើងមិនបាននិយាយទេអញចាប់ប្រកាន់យើងដូចជានិយាយគ្មានហេតុផលសោះវ៉ាធីងឥឡូវយើងនឹងសម្លាប់ឯង ហ៊ានចាត់ការធីងរបស់យើងផងទោះបីជាយើងប្រូស្លាប់ក៏ត្រូវតែសម្លាប់ឯងដែរ សម្ពាធខ្លាំងបែបនេះយើងកម្រើកមិនរួចសោះគួរតែស្លាប់ផ្ដល់ឲ្យយើងរបបកំហើញមួយមកបានទេផ្ដល់ឲ្យយើងមកណែជីវិតរបស់យើងប្រកាសជាចប់ហើយ
ចាប់ស្លាប់ទៅអាកាសំណល់បើឯងស្លាប់ទៅហើយយើងអាចរស់នៅបានទាំងស្រុងជាមិនខានទេ ចុះភ្លាមចាប់ ចប់ហើយគឺនាងម៉ាញ់នោះគឺម្រាមដៃរបស់តួឯកប្រុសនេះគឺនៅក្នុងរឿងព្រេងនិទានព្រះនាងយ៉ាវឈឺអាចបង្កើតពិភពលោកទាំងមូលហើយពិតជាស្រស់ស្អាតមែនអ្នកគ្រូមិនក៏មិនសម្រាប់គេតែម្ដងទៅ អ្នកគ្រូឥឡូវបាត់បង់កម្លាំងធាតុអស់ហើយมันអាចស្ថិតនៅជារៀងរហូតទេទោះយ៉ាងណាយើងគិតថាបន្ទាប់ពីរឿងនេះកើតឡើងនីកាយឈីងវ៉ានទាំងមូលគ្មានអ្នកណាហ៊ានចាត់ការនឹងឯងទៀតទេសេចក្ដីបើឯងហ៊ានចាត់ការនឹងធីងអើទៀតទោះបីជាមានអធិរាជស្រីការពារឯងក៏ដោយទោះបីជាយើងប្តូរជីវិតក៏ត្រូវតែសម្រាប់ឯងដែរ គួរតែស្លាប់តាមពិតយើងជារាជបុត្រនៃសំណាងហេតុអីមនុស្សទាំងនេះតែងតែប្រឆាំងនឹងយើងអញ្ចឹង គ្មានបញ្ហាទេឲ្យតែចូលក្នុងបច្ឆិញវ៉ាន់ហើយឯងនៅមានឱកាសធំណាស់ឥឡូវនេះឯងត្រូវតែទ្រាំសិន សិស្សយល់ហើយ មិនក៏មកស្វាគមន៍សាច់ច្បងធំភ្លាម សូមសិស្សច្បងធំជួយមើលថែផងខ្ញុំសុខចិត្តតាមបម្រើសិស្សច្បងធំហើយវាមិនមែនជាអចេតនាទេទោះបីអ្នកណាក៏អាចស្ដាប់ដឹងដែរ វាជាការរៀបចំរបស់យើងដែលសំនឹងទទួលបានការសរសើរទាំងអស់ធីងអើពេលនេះគួរតែសប្បាយចិត្ត ពេញចិត្តយ៉ាងម៉េចទៅស្អប់របស់តួឯកចំពោះខ្ញុំត្រូវកាត់ឡើងទៀតហើយ ហើយចាពិតជាអាចរស់ឆ្លងផុតពីទំព័រទី8មែន ហើយទៅអាចទៅឆ្ងាយទៅយើងមិនអាចជួបប្រព័ន្ធឲ្យគ្មានបានការដូចឯងទេ ព័ត៌មានជាមួយការផ្លាស់ប្ដូរងងឹតរបស់តួឯកកើតឡើង100នឹងធ្វើឲ្យប្រសាទឡើង10កាយពីម្ចាស់ផ្ទះសំប្រឹងប្រែងឡើង តួឯកប្រែទុកចិត្តចុះនៅពេលដែលយើងត្រឡប់ទៅវិញយើងនឹងជួយបង្កើតសំណាក់ស្រីស្នំឲ្យឯងអ្នកគ្រូយើងមិនអាចរងចាំទៀតទេអ្នកគ្រូប្រាប់ខ្ញុំផងតើឱកាសរបស់ខ្ញុំនៅណាទៅ ចាំយើងរាប់ដោយម្រាមដៃមើលគួរតែយប់នេះហើយ ជប់នេះយប់នេះសិស្សប្អូនស្រីទាំងអស់ងូតទឹកជាមួយគ្នាមិនដឹងថាអាព្រិននារីវ៉ាន់ធីងនោះតើវាលួចមើលឬក៏អត់ទេអាព្រិននារីអាងតែជាសិស្សច្បងលើកណាក៏គេចំណេញពីពួកយើងដែរបើអ្នកណាអាចបដៅគេបានយើងនឹងរៀបការជាមួយម្នាក់នោះយើងដឹងហើយឲ្យតែយើងចាប់ព្រិននារីវ៉ាន់ធីងនោះបានដើម្បីកប់ចិត្តសិស្សច្បងតាមពិតទៅនេះគឺជាឱកាសរបស់យើងសោះហ៎ ពិតជាកហូបមែននេះក៏ជាតួឯស្រីអេឯគ្រាន់តែជាតួអាក្រក់ហើយមិនចំណែនទេមិនចំណែននឹងគេទេខ្ញុំជាតួអាក្រក់siយើងត្រូវចាប់យើងឲ្យជាប់យើងទទួលទោសពេលដែលអ្នកគ្រូខឹងអញ្ចឹងយើងលេងនៅទីនេះទៀតហើយ សាច់ច្បងធំទឹកចិត្តចោះខ្ញុំមិនឲ្យសាច់ច្បងសាងកំហុសទៀតទេកុំឲ្យដូចជាតិមុន យូរហើយសៀវយានមិនក៏មិនតាន់មកទៀតខ្លួនជាតួឯកម្នាក់មិនក៏ថោកទាបជាងមនុស្សអាក្រក់ទៅទៀតណោះហើយមកហើយយ៉ាសិស្សប្អូនស្រីទាំងអស់គ្នាសោះហើយធំទៀតអាយ៉ាយើងពិតជាកំពូលព្រានារីអ្នកណាមកចាប់យើងមកឲ្យឆាប់ឡើងទៅអាចោព្រានារីនេះពិតជានៅទីនេះមែនឱកាសយើងបានមកដល់ហើយ គេពិតជាមកមែន បាញ់មិញស្អីគេហោះមកមនុស្សគ្មានចេះខ្មាស់អៀនហ៊ានប្រជែងជាមួយនឹងយើងផងថ្ងៃនេះចំពោះមុខសាច់ច្បងស្រីទាំងនេះយើងបកអាក្រាតមុខមាត់អាក្រក់របស់ឯងជាមិនខានទេត្រូវតែអញ្ចឹងហើយមនុស្សគ្មានចេះខ្មាស់អៀនហ៊ានប្រជែងនឹងយើងផងថ្ងៃនេះនៅចំពោះមុខសាច់ច្បងស្រីទាំងនេះបកអាក្រាតមុខមាត់អាក្រក់របស់ឯងហើយអាចោព្រានារីឯងត្រូវតែស្លាប់ឆាប់ប្រើកម្លាំងធាតុទូឯងប្រុសឯងវាយយើងមក នឹកឃើញការពិជាតិមុនការប្រមាថរបស់ឯងចំពោះយើងស៊ីជៀនចឹងស្អប់ឯងខ្លាំងណាស់ចង់ដកសរសៃបន្លត់ស្បែករបស់ឯង វាយមកជប់ឯងជប់សិនហេបងទូឯងធ្វើស្អីហ្នឹងទីនេះឯងមើលមិនឃើញទេហីនោះជាកន្លែងងូតទឹកណាអើយ មានពូឆាប់រត់ មានពូ ហើយវីវហើយ
អាព្រាននារីយើងចាំមើលឯងរត់ទៅដល់ណាទៀតទៅ អាចចោលព្រាននារី នាងកុំតដែរសោះណា ស៊ីយៀនអាចោលព្រះនារីមិនក៏មកដល់ដៃ ស្គាល់ស្រីអាចោព្រាននារីវាងធីងនេះយើងចាប់ជាប់ហើយហ៎ តាត្រូវការមិនច្បាស់ទេឯងចាប់ដូចជាអ្នកណា សាច់ច្បងស្រីណែសាច់ច្បងស្រីណែគឺអញប្រើល្បិចទេគឺខ្លួនឯងជាអ្នកធ្វើគ្មានពាក់ព័ន្ធនឹងខ្ញុំទេ ស៊ីយៀនមិនត្រឹមតែប្រព្រឹត្តអំពើថោកទាបចំពោះសាច់ច្បងស្រីទេហើយមួយបង្កាច់សាច់ច្បងធំទៀតផងត្រូវតែប្រាប់អ្នកគ្រូឲ្យដឹងនឹងវាបបាក់ជើងរបស់ឯងហើយបណ្ដឹងចេញពីក្រុមគឺគ្រាន់តែជាក្បួនដណ្ដំព្រលឹងតែប៉ុណ្ណោះទេដោះស្រាយបញ្ហាធំរបស់សាច់ច្បងធំ ទើបកសោស្អីស្រឡាញ់ស្អីការពិតក៏នាងជាអ្នកប្រើល្បិចស៊ូឈិនឈីនាងចង់ធ្វើបាបយើងឲ្យស្លាប់ទៅបោះចិត្តទេអាយ៉ា ជួបអ្នកគ្រូជាមួយយើង ខ្ញុំមិនទៅទេតាមពិតខ្ញុំជាមនុស្សល្អគឺបាធីគេទៅព្រិននារីហេតុអីអ្នកទៅគឺខ្ញុំ សាប់អូនស្រីទាំងអស់គ្នាមើលឃើញតល់ភ្នែកនៅហ៊ានដៃទៀតទេ អាចជាមិនថោកទីបែបនេះសោះហ៊ានធ្វើមិនហ៊ានទទួលស្គាល់តាមពិតតែមិនស្មាននឹងសិស្សច្បងថោករំគុណឯងកុំភ្លេចថាសិស្សច្បងទេដែលជួយឯងទៅមានឋានៈជាសិស្សផ្ទាល់ ខ្ញុំគ្មានទេមិនមែនខ្ញុំទេណែ ជារកភូតខករបស់យើងដល់ឱកាសឯងចុងក្រោយតែទទួលកំហុសទេ យើងមិនទទួលកំហុសបាក់ឈិញបានរបស់ពួកនាងមិនបែងចែកខ្មៅនឹងសទេយើងនឹងសម្លាប់វាងធីងចោលដើម្បីរកយុទ្ធធម៌ឲ្យខ្លួនឯងយើងនឹងសម្លាប់គេចោលមិនពាក់ព័ន្ធនឹងយើងទេដង្ហើមដែលយើងធ្លាប់ស្គាល់នេះគឺបងធំម្នាក់នេះចង់ទម្លាយទៀតហើយមិនកើតទេបើគេទម្លាយតាមពិតយើងប្រយុទ្ធមិនឈ្នះគេទេយើងមិនអាចស្លាប់ទេវិវរខុសក្នុងរបស់សិស្សប្អូនស្រីទាំងអស់មិនក៏នៅលើខ្លួនខ្ញុំទៅវិញឬមួយក៏យើងពិតជាព្រាននារីពិតមែនមើលឃើញហើយនៅផតាំងដូចជាភ្នំវ៉ាងធីងទេទឹកជាព្រាននារី មិនបានទេសាច់ច្បងនៅជាមួយយើង10ឆ្នាំហើយជារឹកលក្ខណៈរបស់គាត់គឺយើងដឹងច្បាស់ណាស់ចុះបងថាមិនមែនជាមនុស្សភេទណានោះ តាមពិតទៅយើងគ្មានយល់ដឹងពីអីបន្តិចទេវ៉ាងធីងយើងជាព្រាននារីតាំងតែពីតូចមកគឺអញ្ចឹងហើយយើងប្រាប់នាងទៅចុះលួចខោអាវក្នុងរបស់សិស្សប្អូនទាំងអស់គឺជាខ្ញុំដែរឃើញទេគេទទួលស្គាល់ហើយ ព្រោះមិនយ៉ាងអាចតែសិស្សច្បងធំមិនក៏តែជាអញ្ចឹងហើយចាក់បែកដល់ខ្ញុំទៅខ្ទេចទីហើយ វាយខ្ញុំទៅខ្ញុំនឹងត្រូវម្ដងចេញពីនិកាយនេះហើយរស់នៅដោយសេរីហើយវាយខ្ញុំទៅ យើងយល់ហើយសាច់ច្បងគឺដើម្បីការពារឯងមិនសោកស្ដាយគេឈ្មោះរបស់ខ្លួនសុខចិត្តទទួលទោសនឹងកំហុសរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះទេគឺឯងធ្វើបាបគេហើយចង់សម្លាប់គេតើឯងសមជាមនុស្សដែរទេ ហ៎ នេះពិតជាសិស្សច្បងធំនៅក្នុងចិត្តរបស់ខ្ញុំមែនសិស្សច្បងធំពិតជាអស្ចារ្យណាស់សេយានអាចជាមនុស្សប្រុសថោកទៀត នៅក្នុងស្គ្រីបនេះគ្មានឈុតនេះទេទាំងអស់គ្នាអាចសម្ដែងតាមស្គ្រីបដែរទេនឹងកុំចេះតែបន្ថែមឈុតឆាកតាមខ្លួនឯងចង់អីតើបានដែរទេអាយ៉ាអេ សាច់ច្បងធំតែងតែចិត្តល្អចំពោះអ្នកដតីហើយគេវិញគឺប្រឆាំងនឹងសាច់ច្បងធំរហូតសៀវជានឯងពិតជាគ្មានមនសិការទេមែនទេ គេមានសន្តានចិត្តល្អសប្បុរសចំពោះអ្នកដទៃគេមានគោលបំណងលើខ្ញុំតាំងតែពីបានខ្លាយទៅជាសិស្សប្អូនគេមិនត្រឹមតែសាច់ចំអកខ្ញុំទេគេរៀបចំល្បិចធ្វើបាបខ្ញុំពួកនាងមើលមិនឃើញទេឬក៏យ៉ាងម៉េចហ្នឹងហ៎លូស៊ីជីក្មេងស្រីនេះតាំងចិត្តកំចាត់ហើយស៊ីយិនខ្លាចតំណែងគ្រប់គ្រងស្ថានភាពទេគឺគ្មានអ្នកណាខុសទាំងអស់តាមពិតសិស្សច្បងធំជាអ្នកសាក់លបងតែប៉ុណ្ណោះណាជឿខ្ញុំតែចោលណាដឹងទេ ការសាក់លបងការសាក់លបង អាយ៉ាស៊ីយិនក្នុងនេះអញជាសិស្សប្អូនលះបង់អ្វីៗការពារសិស្សច្បងសិស្សស្រីទាំងអស់នេះបន្ថយនឹងជីវិតគឺធ្វើបានល្អណាស់យើងប្រកាសជាប្រាប់អ្នកគ្រូដើម្បីទទួលឯងធ្វើជាសិស្សប្រចាំហើយណា សាច់ច្បងធំដើម្បីជាសាវកក្នុងនិកាយនេះគាត់សុខចិត្តទទួលទោសសាច់ច្បងធំគឺជាបរិសង្ហាចិត្តល្អនិងមានទំនួលខុសត្រូវស៊ីយៀនមិនក៏មិនអរគុណសាច់ច្បងភ្លាមទៅឆាប់អរគុណសាច់ច្បងទេ តើអរគ្នាខ្ញុំសូមបងជួបបង្ករឿងទៀតទៅធ្វើបាបខ្ញុំម្នាក់គឺគ្រប់គ្រាន់ហើយអ្នកគ្រូវ៉ាងធីងគេល្បិចច្រើនណាស់ខ្ញុំពិតជាមិនអាចទ្រាំបានទេ កូនសិស្សត្រូវតែនៅស្ងៀមកុំផ្ទះសាសមួយពេលបាត់បង់ឱកាសរបស់និកាយជីវ៉ានទោះបីឯងស្ដាយក៏ហួសពេលដែរ ស៊ីយិនយើងសូមអរគុណសាច់ច្បងធំ សូមអបអរសាទរម្ចាស់ផ្ទះអាចរិចផុតមួយទំព័រទៀតហើយម្ចាស់ផ្ទះ666កាត់ដំណឹកដល់កក់ក្ដៅនៃតម្លៃខ្មៅរបស់តួឯងបានកាន់ឡើង100ហើយដំណាក់កាលទី2ផលវិបាកនឹងកាន់ឡើងផ្កាយ ចេញទៅបាននិយាយច្រើនទៀតយើងនឹងវាយឯងហើយសិស្សប្អូនស្រីទាំងអស់បាននិយាយគ្នាហើយទោះជាប្រងគឺជាអ្នកដែលជួយពួកគេប្រឆាំងនឹងមនុស្សអាក្រក់ទីបំផុតពួកគេបែរជាចូលរួមជាមួយមនុស្សអាក្រក់ដោះស្រាយជាមួយនឹងតួឯងអាយ៉ាហត់ស្លាប់ហើយស្លាប់ទៅក៏ចប់ហើយសិញអើនាងមកហើយហ៎ សាច់ច្បងធំថ្ងៃនេះហត់នឿយសេងអើរបស់សុកមាត់ជាពិសេសឲ្យសាច់ច្បងធំ អាយ៉ាយើងសូមបងកុំចិត្តល្អជាមួយនឹងយើងអីនាងគឺជាមនុស្សស្រីរបស់តួឯងអរគុណហើយ អរគុណពីមកសាច់ច្បងមិនអាចចេះគួរសានជាមួយខ្ញុំទេប្រែមកពីសាច់ច្បងស្រីឈីឈីជួយរំសាយកំហឹងសាច់ច្បងធំឥឡូវសាច់ច្បងធំស្រឡាញ់សាច់ច្បងស្រីឈីឈីសាច់ច្បងធំអាចជាពិបាកលេបសុបបងរបស់ខ្ញុំ មិនមែនចឹងទេ សាច់ច្បងធំឈប់និយាយទេខ្ញុំយល់ហើយ មិនមែនទេនាងយល់ស្អីទៀតហើយ ចេះពីទីនេះដើម្បីសាច់ច្បងធំស្រឡាញ់ខ្ញុំ
សាច់ច្បងទុកចិត្តចាស់ខ្ញុំមិនធ្វើឲ្យសាច់ច្បងអស់សង្ឃឹមនោះទេ ណែមិនអីទេយើងមិនតាន់ហូបអស់ទេចប់ហើយនាងក៏មកករឿងជាមួយនឹងតួឯកអីចប់ហើយយើងទៅតែបន្ធូរអារម្មណ៍ខ្លះនាងមកករឿងទៀតហើយ បានមិនចាស់ស្រាប់ទេយកថ្នាំសម្រាប់ខ្លាំងហើយសាហាយទៀតបកលមកឲ្យយើងព្រាមមកឲ្យឆាប់ដែរ អ្នកគ្រូទីកន្លែងឱកាសដែលអ្នកគ្រូនិយាយថាណៃណាទៅអ្នកគ្រូមិនបានកើតនៅនេះខុសទេ ជាក៏ឋានសួគ៌នឹងផែនដីមិនអាចខុសឡើយនេះកាយឈីងវ៉ានគឺជាកន្លែងឱកាសរបស់ឯងហើយពិតជាមិនខុសទេ ណែណា សាប់អូនស៊ីវគេជើងបើសិស្សបងអូនមានពេលទំនេរជួយដល់សិស្សច្បងស្រីផងទេ សាច់ច្បងស្រីមានផលលំបាកសៀវយានយើងប្រកាសជាជួយសាច់ច្បង5មកចុះ យើងចង់ឲ្យឯងកំដរយើងដេក មិនមែនទេហ៎ សាប់អូនមិនដឹងទេសិស្សច្បងស្រីនៅនីកាយឈីងវ៉ានរយៈពេលនេះគឺពិតជាភ័យខ្លាចយប់ឡើងមិនហ៊ានដេកទេ សាច់ច្បងស្រីនិយាយច្បាស់លាស់មកបានទេ បางทีអាចចង្រៃនេះវាចង់បានរាងកាយស្រស់ស្អាតរបស់ខ្ញុំជារឿយៗនៅពេលដែលខ្ញុំដេកវាតែងតែឆ្លៀតឱកាសចូលក្នុងបន្ទប់ធ្វើបាបខ្ញុំតើធ្វើយ៉ាងម៉េចទេ សាច់ច្បងធំនិយាយនេះជាការពិតទេ រាល់ព្រឹកខ្ញុំតែងតែរកឃើញវត្ថុនៅលើខោក្នុងរបស់ខ្ញុំនៅក្នុងឈីងវ៉ាន់តែមូលមនុស្សប្រុសមានតែបោះនឹងគេសិស្សប្អូនគឺជាមនុស្សស្មោះត្រង់កាលពីគេតែមានអ្នកណាទៀតសិស្សប្អូនសូមមេត្តាជួយដល់សិស្សច្បងស្រីផងតែខ្ញុំសូមវល់តែបានទេ អានេះណែ ស្អីគេរាងកាយរបស់ក្មេងស្រីនេះគឺថៃអ៊ីង សេជានកូនសិស្សយើងកែដនាមិនខុសទេទីនេះគឺជាកន្លែងឱកាសរបស់ឯងហើយ អ្នកគ្រូហេតុអីក៏រាងកាយរបស់ថៃអ៊ីង រាងកាយថៃអ៊ីងវាត្រូវបានចិញ្ចឹមដោយធម្មពលស្ត្រីនៅឋានសួគ៌នឹងផែនដីហើយអ្នកដែលកើតរាងកាយបែបនេះអាចបង្កើតធម្មពលវិញ្ញាណខាងពួកគេយ៉ាងខ្លាំងមនុស្សធម្មតាហាត់មួយឆ្នាំមិនល្អដូចមនុស្សដែលមានរាងកាយថៃអ៊ីងហាត់មួយថ្ងៃនោះទេសើស៊ីវឆាប់ទទួលយល់ព្រមទេឆាប់យកបេះដូងរបស់នាងដើម្បីផលប្រយោជន៍ផ្ទាល់ បើអញ្ចឹងសាច់ច្បងស្រីលាវទុកចិត្តចុះខ្ញុំប្រកាសជាការពារបងស្រីបានល្អណែសាច់បងស្រីមានឃើញស៊ីអឺដែរទេ អត់មានទេ តើគេតាណានឹងក៏ធ្វើបាបខ្ញុំណាឆាប់ចេញមកស៊ីអឺសាច់បងស្រីមានឃើញស៊ីអឺដែរទេហ្នឹង សិស្សច្បងស្រីសេងអើខ្ញុំដូចជាឃើញគាត់នាំសិស្សប្អូនសៀវទៅបន្ទប់របស់ខ្លួន ថាម៉េចពួកគេទាំងពីរចុះក្នុងចប់ហើយស៊ីយានប្រកាសជាមានគ្រោះថ្នាក់សាច់ច្បងស្រីនេះគឺ សិស្សប្អូនសិស្សច្បងសុបខ្ចីទ្រូងរបស់អញបន្តិចឯងមិនខឹងទេ ខ្ញុំ អាល្ងងឆាប់យល់ព្រមទេសារភាពចិត្តស្មោះត្រង់របស់ឯងទេ អូសាច់ច្បងស្រីនិយាយថាម៉េចតាមទ្រង់សាច់ប្អូនគឺសម្រាប់សាច់ច្បងស្រីក៏ប៉ុន្តែមុននេះសាច់ច្បងស្រីបានស្រីឲ្យខ្ញុំនៅចំពោះមុខវាំងធីងខ្ញុំស្មានតែក្នុងចិត្តរបស់សាច់ច្បងស្រីលងស្នេហ៍នឹងគាត់ហើយតើ សិស្សប្អូនកំពុងតែបន្តសិស្សច្បងស្រីមែនទេបើអញ្ចឹងខ្ញុំទៅវិញ ណែអាយ៉ាសាច់ច្បងស្រីខ្ញុំគ្មានន័យអញ្ចឹង សិស្ស ទេ ច្បងធំវាំងថងនៅក្នុងក្រុមធ្វើអ្វីតាមចិត្តរបស់ខ្ញុំមិនជួយគេទេគាត់ប្រកាសជាលួចចាត់ការខ្ញុំគ្មានអ្នកបឹងពាក់ទេតែខ្ញុំកាត់យ៉ាងម៉េចទៅ ពិតជាព្រៃប្រាស់មែនសាច់ច្បងស្រីទុកចិត្តចុះមានសាច់ប្អូននៅហើយយើងប្រកាសជាកំទេចសាកសពគេគ្មានសល់ តែទៀតយើងនឹងដាក់ថ្នាំសម្រាប់ហើយស្រ័យពីរដងសិស្សប្អូនស្រីដែលនៅខាងក្រៅប្រកាសជាសម្រាប់ចូលមកនឹងដាក់ទូដល់ឯងមិនមានកំណត់ល្អចំពោះសិស្សច្បងធំល្អហើយសិស្សច្បងលើសំណេរឯងមួយនេះយើងពិតជាសប្បាយចិត្តណាស់ម៉ាកំដៅសិស្សច្បងស្រីផឹកមកកាយទេផឹកទេឆាប់ផឹកទេផឹករួចឯងប្រកាសជាល្អមើល សាច់ច្បងស្រីយប់នេះពួកយើងមិនស្វឹងមិនទៅវិញទេសាប់អូនស្រានេះមិនអាចផឹកបានទេវ៉ាធីងស្រានេះផឹកមិនបានទេហ៎សាច់ច្បងស្រីនិយាយមិនខុសមែនឯងពិតជាសត្វដេរឆានដែលចូលចិត្តចូលក្នុងបន្ទប់ស្រីយើងចូលបន្ទប់ស្រីតាំងពីពេលណា កូនសិស្សវាំងថឹងម្នាក់នេះរៀបរៀងមិនអាចទទួលឱកាសម្ដងជាពីរដងម្ដងនេះមិនអាចឲ្យគេរៀបរៀងបានទៀតទេរៀងកាយធីងអ៊ីងកម្រមានណាស់លើកនេះត្រូវតែយកឲ្យបាន វ៉ាធីងឯងបោះបង់កំណត់នេះទៅភាសាជាងយើងមិនអាចប៉ះពាល់សាច់ច្បងស្រីចិត្តដាច់ខានណាតែយើងពេលណាទៅប៉ះពាល់នាងទៅស៊ីងយើងបាននិយាយជាមួយនឹងគេស្អីខ្លះទៅ គឺអ្វីដែលគួរនិយាយគឺនិយាយហើយស៊ីជានឹងចូលចិត្តរបស់យើងឥឡូវនេះហើយសិស្សច្បងសុំទុំបន្តិចទៀតសិស្សច្បងនឹងយល់ពីសណ្ដាចិត្តល្អរបស់ខ្ញុំ សណ្ដាចិត្តស្អីទៅកុំធ្វើឲ្យយើងមានគំនុំទៀតណាបានទេខ្ញុំចង់រស់យូរបន្តិចស៊ីយាណាអាយ៉ាសាប់អូនស៊ីយាណាកំពុងធ្វើបាបឯងហើយនៅក្នុងនិកាយទាំងមូលមានតែខ្ញុំទេដែលមានចិត្តស្មោះត្រង់ចំពោះឯងណាមិនក៏ឯងមិនជឿយើងហ៎ណែបាទធីងឯងកំពុងនិយាយស្អីហ្នឹងមិនសមហេតុផលសោះឯងបាទធីងចាប់ពីពេលនេះណាសាច់ច្បងស្រីស៊ីងទុកយើងជាអ្នកការពារនាងបើដឹងខ្លួនឆាប់ចាក់ចេញពីទីនេះភ្លាមទៅបើមិនចឹងទេកុំថាយើងខ្វះការគួរសមចំពោះឯងឲ្យសោះណា បាត់ហើយថ្ងៃនេះមានសិស្សប្អូនសៀវការពារយើងឯងធ្វើអីយើងមិនកើតទេសិស្សច្បងធំសុំទោសសិស្សច្បងកុំស្អប់ខ្ញុំអី យើងមិនសប់នាងទេគេគ្រាន់តែចង់ធ្វើឲ្យនាងសប្បាយចិត្តតែប៉ុណ្ណោះវ៉ាធីងយើងសួរឯងទៅឬក៏មិនទៅហេឈប់សិនយើងសួរឯងណាឯងទៅឬក៏មិនទៅឈប់សិននាងតូចនេះបានដាក់ថ្នាំសម្រាប់ក្នុងស្រា
ក្រៅពីឆ្នាំទឹកមាសគឺមិនអាចប្រសាទបានមើលទៅពេលនេះខួរក្បាលតួឯកមានបញ្ហាបន្តិចក៏ស្ដាប់មិនយល់ដែរដើម្បីរួមបន្តទៀតយើងមានតែធ្វើការលះបង់ខ្លះហើយទៅបានយើងត្រូវតែលះបង់ខ្លះសិស្សប្អូនស៊ីវខ្ញុំដឹងថាពេលនេះសិស្សប្អូនរើសអើងប្រឆាំងនឹងខ្ញុំប៉ុន្តែនៅក្នុងស្រានេះពេលជាដាក់ថ្នាំសម្រាប់ពិតមែន ខ្ញុំគ្មានទេ បាទអញ្ចឹងយើងភ្នក់គ្នាមើលយើងនឹងផឹកវាឲ្យអស់បើគ្មានអីកាត់ឡើងទេអ្នកទៅពីបន្តទៀតចុះយើងនឹងចាត់ចេញភ្លាមឡបើសិនជាឯងមុលបង្កាច់យើងសិស្សច្បងកុំថាយើងខ្វះការគួរសមនឹងឯងណាបានឯងជាតួឯងនិយាយអីក៏ត្រូវដែរអាយ៉ាចម្លែកមែនយើងផឹកច្រើនយ៉ាងនេះទៅហើយគ្មានប្រតិកម្មអីបន្តិចសោះ ប្រកាសជាគ្មានប្រតិកម្មដើម្បីកុំឲ្យសេជៀនដឹងស្រាមួយប៉ុននេះគឺស្រាធម្មតាទេ នាងណាបាទធីងតែឯងមានពាក្យអីនិយាយទៀតចប់ហើយម្ដងនេះពិតជាចប់ហើយតាមពិតក្នុងសាច់រឿងយើងចង់បានរឿងកាយរបស់ថៃអ៊ីងរបស់ស៊ីងអឺហើយឲ្យស៊ីងអឺផឹកថ្នាំសម្រាប់ទីបំផុតទូឯងប្រុសជាអ្នកទទួលបាននេះនៅក្រោមតែសម្រាប់របស់ស៊ីងអឺព្រានារីខ្លាចទៅជាទូឯងហើយមិនកំចាត់ទៅបានខ្ញុំទៅរឿងនេះបើយើងចាប់បានយើងប្រកាសជាវាយកំពេះគូនរបស់នេះជាមិនខានទេឆាប់ទៅបាត់ទ្វារផងនៅក្នុងពិភពទូឯងទូអាក្រក់ចង់រស់តទៅទៀតពិតជាពិបាកខ្លាំងណាស់ហើយយ៉ាប់មែនទែន3 2 1ហើយចាប់ប្រុសតំណែង 3 2 1 យ៉ាងបាច់ហើយតែមានរឿងអីទៅចាប់ទៅចាប់ដែរ 2 1បើធ្វើស្អីអ្នកមិនយើងទេ1 សាច់ច្បងធំសេជៀនមានបំណងមិនល្អចំពោះសាច់ច្បងស្រីស៊ីងអើត្រូវខ្ញុំគ្រប់គ្រងជាប់ហើយសូមសាច់ច្បងធំសម្រេចចិត្តបានហើយអ្នកក្លាហានទទួលកំហុសគួរតែចេញសម្ដែងហើយដល់លេខខ្ញុំនាងជាអ្នកដាក់ថ្នាំសម្រាប់ដល់ខ្ញុំទេគឺនាងលបងខ្ញុំនិយាយតែផ្ដាស់អញគ្រាន់តែជាកាកសំណត់ថ្នាក់ទៀតស៊ីងអើទោះបីជារាជការក៏យើងមិនរកមនុស្សដូចអញដែរអាណាវ៉ាងធីនអាណាហៅគេមកយើងចង់ឲ្យគេធ្វើជាសាក់សែយើងនៅទីនេះសាច់ច្បងវ៉ាងធីនសូមសាច់ច្បងជួយបញ្ជាក់ប្រាប់ការពេលដល់ខ្ញុំផងគឺគេជាអ្នកដាក់ថ្នាំសម្រាប់ដល់ខ្ញុំតាមមែនទេបាញ់មិញយើងចិត្តល្អរំលឹកឯងមិនស្ដាប់ទេឥឡូវបាយជាស្លូតហើយមកបយើងពិតជាប្រសើរណាស់សាច់ច្បងធំត្រូវរកយុទ្ធធម៌ឲ្យស៊ីងអើផងដោយសារសិស្សប្អូនស្រីទាំងអស់មកតន់ស៊ីងអើប្រហែលជាលេងស្អាតស្អំហើយនាងពិតជាមានទេពកោសល្យក្នុងការសម្ដែងនៅក្នុងនៃការឈិញវ៉ាន់នេះនាងគួរតែថតរឿងខ្លីទៅសាច់ច្បងធំគេបានទៅថ្នាំសម្រាប់ហើយក្រៅពីថ្នាំទឹកមានមិនអាចបន្សាបបាននោះទេឥឡូវនេះគេគ្រាន់តែជាមិនធម្មតាម្នាក់គ្មានបានការគ្មានការបណ្ដុះបណ្ដាលទេឆ្លៀតពេលនេះសម្រាប់គេចោលទេឆ្លៀតពេលនេះសម្រាប់គេទេហើយមនុស្សស្រីពឹសពុលបំផុតហើយសាច់ច្បងធំឆាប់និយាយទៅឲ្យគេដោះលែងខ្ញុំទៅសម្រាប់ឬមិនសម្រាប់នេះគឺជាបញ្ហាសម្រាប់គេទៅទូឯងស្លាប់ហើយថ្ងៃក្រោយគ្មានអ្នកណាគំរាមឯងទៀតទេអញ្ចឹងឯងនឹងមានសុវត្ថិភាពទេគេគឺជាកូនប្រុសនៃសំណាងបើយើងចាក់សម្រាប់គេតើគិតយ៉ាងម៉េចទៅបើសិនជាទម្លាយឲ្យតើគិតយ៉ាងម៉េចបើស្លាប់ទៅវេទនាជាងមុនទៅទៀតហើយសម្រាប់ទេ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 សម្រាប់បងប្រុសបើអញ្ចឹងបងប្រុសធ្វើអធិការទៅខ្ញុំពិតជាពិបាកសម្រាប់ណាសាច់ច្បងគួរតែជួយនិយាយផងហេយើងគួរធ្វើយ៉ាងម៉េចទៅណោះល្អយើងពិតជាយល់ហើយរឿងទាំងអស់នេះសុទ្ធតែជាអន្តរបាយជាអ្នករៀបចំធ្វើជាចិត្តល្អបន្ថយភាពប្រុងប្រយ័ត្នរបស់យើងដើម្បីឲ្យស៊ីងអឺនេះដាក់ថ្នាំហើយបន្ទាប់មកគឺចាប់យើងល្អពិតជាល្អណាស់យើងចាប់ឯងខួរក្បាលឯងមានបញ្ហាហើយតើមិនដែរទេហ្នឹងហ៎វ៉ាធីងក្រែងឯងចង់សម្លាប់យើងណាស់មែនទេមកចុះយើងនឹងផ្ដល់ឱកាសនេះឲ្យឯងសម្លាប់យើងណាឯងសម្លាប់យើងមកសិស្សប្អូនឯងស្គាល់អារម្មណ៍សិនទៅឯងក៏ម្នាក់ខ្លាំងពេកឯងពិតជាចាក់មែនសិស្សប្អូនស៊ីវភ្ញាក់ឡើងភ្ញាក់ឡើងហេពួកនាងឈរធ្វើស្អីទៀតឆាប់ទៅព្យាបាលទៅប្រាប់សិស្សប្អូនស៊ីវ
ប្រយ័ត្នសុខភាពផងណាប្រយ័ត្នសុខភាពផង បងប្រុសពិតជាអស្ចារ្យថាចាក់គេចាស់តែម្ដងពិតជាសង្ហាមែនខ្ញុំពេញចិត្តណាស់ បញ្ចិតស្អីសង្ហាមែនទេធ្វើបាបយើងដល់ថ្នាក់នេះហើយនៅសែនសប្បាយទៀតណែហើយកុំបេះគុតមកឲ្យយើងមកហ៎ អូយសើចបងខ្ញុំខុសហើយខ្ញុំពិតជាត្រង់មិនបានទៀតទេ ថ្ងៃក្រោយតែហ៊ានទៀតដែរទេ មិនហ៊ានទៀតទេមិនហ៊ានទៀតទេ បានចឹងល្អហើយ អូ យើងប្រាប់អ្នកទៅចុះរឿងរបស់សើចច្បងថ្ងៃក្រោយឯងកុំរវល់ណាយល់ដែរទេក៏រវល់ទៀតណា ប៉ុន្តែសុបមាត់របស់សិញអើសើចច្បងក៏លេបបញ្ចូលដែរសិញអើបារម្ភសើចច្បងស្រឡាញ់តែសើចច្បងស្រីសុឈីមកស្រឡាញ់សិញអើ យើងនោះក៏សុបមន់ណា ពិតមែនទេ ពិតមែនហើយ ដូច្នេះសើចច្បងនៅតែស្រឡាញ់សិញអើមែនទេ អាយ៉ាសិស្សប្អូនស្រីនេះប្រហែលជាជឿច្រើនពេកហើយដល់សិនចុះត្រូវប្រហែលជាស្រឡាញ់ខ្លាំងហើយមើលទៅ មើលនេះចាស់បើយកច្រឡំរបស់ប្រុសធីងអើក៏ហិចតែបើជាបង្ករឿងធំយ៉ាងនេះឲ្យបងប្រុសធីងឬមួយក៏ ទេយើងមិនគិតទេមិនល្អទេហើយហេ បងប្រុសធីង ហើយបើទ្វារអ្នកណាក៏បានដែរជួយបើទ្វារឲ្យខ្ញុំផងទៅជួយបើទ្វារឲ្យខ្ញុំផង ខ្ញុំពិតជាពិបាកទ្រព្យណាស់ មិនកើតទេបើជាស៊ីងអើធ្វើអញ្ចឹងមែនមិនក៏មិនចាំថានៅក្នុងសាច់រឿងគឺជាក្មេងស្រីសុភាពម្នាក់ បងប្រុសធីងខ្ញុំពិបាកទ្រព្យណាស់ ហើយបើស្លាប់ក៏ស្លាប់ទៅមុននេះយើងបានប៉ះពាល់ទូឯងហើយយ៉ាងច្រើនស្លាប់ទៅបិទភ្នែកចិត្តតែប៉ុណ្ណោះស៊ីអើកុំស្ដាយក្រោយអសោះណា ឈឺបងប្រុសធីងថាបន្តិចទៅល្អអបអសាទៅម្ចាស់ផ្ទះ អបអរសាទរស្អីឯងឃើញយើងកំពុងតែធ្វើការទេឲ្យចេញទៅ រាយការណ៍ទីអ៊ីរបស់ស៊ីងអើត្រូវបាត់តម្លៃហើយតែជាអ្នកណា សិស្សប្អូនស៊ីងអើតែឈឺដែរទេ បើបងប្រុសធីងស្ដាប់បន្តិចឡើងជឿហើយគឺធីងអើសូម្បីតែស៊ីងអើក៏ស្រឡាញ់ធីងអើដែរមិនបានទេធីងអើគឺជារបស់ជើង ហឺយគួរឲ្យខឹងណាស់ ពីព្រោះហើយរាយការណ៍ធីងអើត្រូវបានតម្លៃហើយវាងធីងបានដណ្ដើមឱកាសរបស់ឯងហើយ ថាម៉េចបានធីងម្ដងជាពីរដងដណ្ដើមឱកាសរបស់យើងចាំយើងជាសះស្បើយយើងត្រូវតែសម្រាប់ឯងចោលជាមិនខន វាងធីងម្នាក់នេះតាមពិតដល់ខ្លួនគេគ្មានធៀបសំណាងទីមិនក៏តែងតែដណ្ដើមឱកាសរបស់ឯងបានអញ្ចឹងមិនត្រូវទីនោះប្រកាសជាវាជាបញ្ហាឬមួយគឺ អ្នកគ្រូតើបានឃើញអីខ្លះ អ្វីដែលហៅថាកូនសំណាងគឺមានវាសនាឃុំព័ទ្ធដោយសត្វបាសីប៉ុន្តែក្មេងស្រីប្រមាណអ្នកនោះមិនត្រឹមតែមានការប្រុងប្រយ័ត្នចំពោះឯងហើយនៅប្រាស់ល្បិចពើពុលដល់ឯងទៀតយើងមើលទៅក្មេងស្រីប្រមាណអ្នកនោះប្រកាសជាមានបញ្ហា អ្នកគ្រូឬមួយយើងទៅចាប់គេម្នាក់មកទៀតអី មិនបាច់បង្ខំទេចាំអ្នកគ្រូសង្កេតពី3ថ្ងៃសិនចាំសម្រាប់ជាក្រែង មកយឺតហើយគឺមកពីស៊ីងអើពេលព្រឹកព្រលឹមយើងត្រូវតែមកអរុនសុស្រីអ្នកទាំងអស់គ្នា អរុនសុស្ដី សុខភាពស្រួលបួលហើយតើពិតមែនដែរទេហ្នឹងហ៎ សូមគោរពអ្នកគ្រូផឹងអើថ្ងៃនេះមិនឃើញលាវស៊ីងអើអញ្ចឹង យើងមិនអាចប្រាប់ថាស៊ីងអើត្រូវគេធ្វើបាបទេសូមជម្រាបអ្នកគ្រូសិស្សប្អូនស៊ីងអើឈឺហើយបានសុំច្បាប់ខ្ញុំហើយដែរ សុំច្បាប់ឯងស្មានតែអ្នកគ្រូមិនដឹងពួកឯងទៅពីអ្នកធ្វើអីខ្លះជប់មិញ អ្នកគ្រូស៊ូនេះគឺមានចេតនាតាមមែនដែរទេ ថ្ងៃនេះអ្នកគ្រូហៅអ្នកទាំងអស់គ្នាមកមានកិច្ចការពីររឿងទី1ការតាំងសិស្សរបស់អ្នកគ្រូបានឈានដល់ឧបសគ្គមួយគ្រូត្រូវការសិស្សម្នាក់ពីនិកាយដើម្បីឆ្លងកាត់ពិភពជីវិតរមែងស្លាប់នេះ ជីវិតរមែងតែស្លាប់ហើយវាគ្រាន់តែជាការតាំងសមាធិតែប៉ុណ្ណោះ តែនៅក្នុងនិកាយរបស់យើងគឺមានតែធីងអើនិងស៊ីជីនជាសិស្សប្រុសពួកឯងទាំងពីរយល់ព្រមកំដរអ្នកគ្រូឆ្លងកាត់ទីសិស្សជីមឯងពិតជាកូនសំណាងទៅតែបាត់បង់រាយកាយថៃអ៊ីងឥឡូវបានរាយកាយពីកំណត់របស់ណានកងវ៉ានឆាប់យកព្រមនឹងគេភ្លាមទេ សាស្ត្រាចារ្យសុកចិត្តជួយដល់អ្នកគ្រូអស់ពីចិត្តតាមសក្រិបដើមណាកងវ៉ានគឺជាស្រីស្នំដែលឈ្មោះនៅខាងក្រៅរាជវាំងបើសិនជាយើងដណ្ដើមបាននោះប្រកាសជាទៅស្លាប់ជាមិនខានទេ វ៉ាងធីងចំណែកឯង សិស្សវ៉ាងធីងមិន សិក្បាត់ឯងពិតជាចង់នៅជាមួយលីស៊ីងអើជាគូនឹងគ្នាមិនត្រូវការអ្នកគ្រូឲ្យមែនទេមិនអាចទេ មិនមែនទេតែអ្នកគ្រូកំពុងតែប្រច័ណ្ឌមែនទេក៏ធ្វើបាបខ្ញុំអីនាងគឺជាតួឯកប្រពន្ធកំពូល បើសិនជាសិស្សទាំងពីរយល់ព្រមហើយអញ្ចឹងខែក្រោយមួយកើតអ្នកគ្រូនឹងរៀបចំការប្រកួតប្រជែងរវាងពួកឯងទាំងពីរសង្ឃឹមអ្នកទាំងពីររៀបចំឲ្យហើយចំណែករឿងទី2នៅក្នុងប្រទេសតាស៊ីយើងមានគ្រួសារមួយឈ្មោះគ្រួសារស៊ូ
អត់រយៈពេល1ឆ្នាំហើយលោកបានគ្រប់បូជានៃការជីងវ៉ាន់មិនដាច់ខានឡើយឥឡូវនេះកូនស្រីគ្រួសារស៊ូជីងសៀមានជំងឺចំណែកម្ចាំងអ្នកគ្រូមិនអាចមានរវល់បានទេធីងសេជីនកិច្ចការនេះយើងនឹងបកគលឲ្យពួកឯងទាំងពីរហើយបេសកកម្មថ្មីបានចាប់ផ្ដើមហើយសូមអញ្ជើញតួឯករស់ឆ្លងផុតពីទំព័រទី10ដំណើរសំព្រេងរបស់សេជីនគ្រួសារស៊ូភាពលំអាប់កាយ4គ្រួសារស៊ូដូចជាធ្លាប់ស្គាល់អូយើងនៅឃើញហើយសាច់រឿងច្បាប់នៃដើមសៀវយិនត្រូវព្យាបាលជំងឺដោយអ្នកនាងស៊ូហើយទទួលបានឆ្អឹងខាងវិញ្ញាណសហសវត្តបង្កើនការតាំងសមាធិមើលទៅទំព័រនេះស្អីក៏យើងមិនយល់ដែរហេនៅស្ងៀមចាំមើលគេធ្វើជាមិនដឹងបានហើយមិនត្រូវទេម្សិលមិញយើងបានចាក់គេមើលដៅគេប្រកាសជាមានគំនុំនៅក្នុងចិត្តជាមួយនឹងយើងនៅក្នុងទំព័រនេះត្រូវតែយកចិត្តទុកដាក់បន្តិចហូហូដល់ល្អបន្តិចទៀតសង្ឃឹមលើនាងហើយអាចចាំសេជីននេះចង់ចាត់ទុកយើងជាកៅអង្គុយផងយើងត្រូវតែផ្ដាច់មេរៀនឲ្យគេដឹងខ្លះសាប់អូនស៊ីវមកសូមចេញឡើងជីអ្នកគ្រូប៉ាងធីងម្នាក់នេះម្សិលមិញប្រឆាំងនឹងយើងគ្រប់ពេលហើយដណ្ដើមឱកាសរបស់យើងថ្ងៃនេះមិនក៏ល្អជាមួយនឹងយើងម្ល៉េះឬក៏គេប្រែល្បិចទីដឹងសិស្សដ៏ល្អរបស់ជាងយើងបាននិយាយឲ្យឯងគឺជាកូននៃសំណាងពួកកំពេចកំពុកតែនេះចាំយើងចាត់ការឲ្យឯងម្យ៉ាងទៀតអ្នកគ្រូទើបតែនឹកឃើញរឿងមួយនៅក្នុងគ្រួសារស៊ូនេះមានបង្កប់នៅផ្លែឈើខាងមីយានដែលអាចជួយឯងឲ្យប្រសើរឡើងในការតាំងសមាធិរបស់ឯងឆាប់យកឱកាសនេះឲ្យបានបាទអ្នកគ្រូហើយមានទេបដាឆាប់មើលមានទេបដាឆាប់មើលចៅស្រីដ៏កំសត់របស់យើងនាងទទួលការលំបាកហើយត្រូវទ្រាំទៀតតាឲ្យគេទៅរកគ្រូពេទ្យហើយពួកគេនឹងជាឆាប់នេះណាជួយនាងផងទៅណាលោកម្ចាស់មកហើយលោកម្ចាស់មកហើយអូសូមវល់គ្រូពេទ្យទាំង3ជួយសង្គ្រោះចៅស្រីខ្ញុំផងលោកម្ចាស់ស៊ូកំភៃអីពួកលោកគឺជាអ្នកតាំងសមាធិអមតៈយើងគឺជាផ្កាឈូកមាសស្ដេចថ្នាំចលងភ្នំគ្រូពេទ្យកម្រិតទី1យើងគឺជាផ្កាឈូកមាសស្ដេចថ្នាំចលងភ្នំអមតៈទី2យើងផ្កាឈូកមាស3ស្ដេចថ្នាំចលងថ្នាំពេទ្យទេវតាកម្រិតទី3លោកម្ចាស់ស៊ូពួកយើងចេញមុខជួយអ្នកនាងស៊ូប្រកាសជាភ្ញាក់ផ្អើលជាមិនខាននេះសេចក្បងស៊ីខ្ញុំទទួលលេខបានហើយទទួលនេះតើមានអ្វីក៏ឡើយមិនក៏គ្មានប្រតិកម្មអីសោះនេះលោកគ្រូពេទ្យទាំង3តើចៅខ្ញុំយ៉ាងម៉េចហើយអាចព្យាបាលជាដែរទេហើយយ៉ាសមាគមវិទ្យាសាស្ត្រអាចប្រឈមមុននឹងបញ្ហាថ្មីតើពិតទៅនេះជាជំងឺស្អីសូម្បីពេទ្យទេវតាអមតៈនៃស្ដេចថ្នាំក៏គ្មានដំណោះស្រាយដែរហើយយ៉ាចៅស្រីរបស់យើងហើយជីវិតរបស់នាងមិនក៏លំបាកយ៉ាងនេះមានកើតមកជារូបរាងស្អាតលើស្ត្រីទាំងអស់បើជាមានជំងឺប្រភេទនេះអាយុនៅក្មេងសោះបើជាស្លាប់បែបនេះលោកគ្រូទាំង3អ្នកទាំង3ឲ្យតែអាចព្យាបាលចៅរបស់យើងជាយើងសុកចិត្តថ្វាយផ្លែឈើខាងវិញ្ញាណពាន់ឆ្នាំដើម្បីអរគុណដល់លោកពួកលោកត្រូវតែព្យាបាលនាងផងទៅខ្ញុំសូមអង្វរណាណែលោកម្ចាស់ស៊ូលោកយល់ច្រឡំហើយពួកយើងទាំង3នាក់មិនព្យាបាលទេគឺពួកយើងមានលទ្ធភាពព្យាបាលបាននឹងណាសោកស្ដាយផងចុះលោកម្ចាស់ស៊ូបើចង់ព្យាបាលជំងឺចៅស្រីរបស់លោកម្ចាស់ហើយជានៅលើលោកនេះប្រហែលជាមានតែមនុស្សទាំងនោះទេតើជានរណាទៅទុកបីត្រូវចំណាយប្រាក់ប្រមាណក៏យើងត្រូវតែអញ្ជើញគេមកដែរឆាប់ប្រាប់មកតើគេជានរណានិកាយឈៀងបានគឺជានិកាយដ៏អស្ចារ្យមួយប្រមូលផ្ដុំមនុស្សដែលមានទេពកោសល្យបំផុតក្នុងលោកហើយជាព្រះអង្គអមតៈដែលបានត្រាស់ដឹងយ៉ាងពិតប្រាកដណាស់ការតាំងសមាធិរបស់ពួកគាត់គឺខ្លាំងគ្មាននរណាអាចប្រៀបបានទេលោកម្ចាស់សួរបើខ្ញុំទៅទីមិនខុសទេគ្រួសារស៊ូរបស់លោកម្ចាស់គួរតែគោរពខាងក្រៅនៃកាយឈីងវ៉ាន់គួរតែសាកសួរពួកគេហើយយ៉ានៅគឺនឹងកាយឈីងវ៉ាន់ខ្ពង់ខ្ពស់យ៉ាងនេះមានរឿងអីគេរវល់រឿងតូចតាចរបស់គ្រួសារស៊ូយើងទៅអេចេនតែអីអាហួរចង្រៃនេះស្រាប់តែបាត់ស្រមោលមិនប្រាប់យើងមួយម៉ាត់សោះចាំមើលយើងទៅវិញដឹងគ្នាហើយហីអ្នកដែលមកជាណាឆាប់ប្រាប់ឈ្មោះភ្លាមមកមើលទៅទីនេះហើយជាគ្រួសារស៊ូវ៉ាន់ធីងហើយវ៉ាន់ធីងពេលនេះដល់វេនឯងសម្ដែងហើយតើអស់គ្នារងចាំស្ដាប់យើងឥឡូវនេះអ្នកដែលឈរនៅចំពោះមុខពួកឯងមានកំពូលឆ្អឹងធម្មជាតិជាអ្នកស្នងតម្លៃរបស់ស៊ឺគូទីក៏ជាព្រះអង្គម្ចាស់នៃភ្លើងដែរបុព្វការីជនដែលបានបំបែកមហានិស្ស័យទាំង5ដោយខ្លួនគាត់គឺជាស្ដេចអមតៈដែលមិនចេះស្ងួតមានអំណាច15ហើយបានឈានជើងចូលក្នុងឋានសួគ៌លើកដំបូងដូច្នេះគាត់បានបំបែកច្បាប់ទាំងអស់និងអង្រួនពិភពគុណដោយកម្លាំងរបស់គាត់ហើយមានរូបរាងកាយដ៏បរិសុទ្ធបុរាណនៃរាជធានីធានទីនេះផងណែពួកលោកគឺជាមនុស្សអមតៈនៅនិកាយឈិញវ៉ាន់ហើយសាប់អូនឆាប់ឡើងដល់វិញឯងហើយហ៎ឲ្យឆាប់ឡើងទៅមិនខុសទេយើងកើតមកពិតជាឆ្អឹងកំពូលធម្មជាតិមែនរាងកាយបរិសុទ្ធបុរាណអ្វីដែលគាត់និយាយនេះគឺជាយើងហើយហ៎លោកម្ចាស់ស៊ូពួកយើង
អាចព្យាបាលចៅស្រីរបស់លោកឲ្យជាបានណា ម្ដងនេះយើងជួយសៀវយានសំដែងរិទ្ធយ៉ាងហោចណាស់ក៏នៅក្នុងចិត្តបានបន្ថែមបន្ទុក100ទៀតដែរម្ដេចប្រគ្មានសម្លៀកបំពាក់សមជាតាហ៊ានបន្លំធ្វើជាមនុស្សអមតៈនៅទីកាច់ឈីងវ៉ាន់ផងឯងយើងមើលទៅអ្នកសុំទានម្នាក់លោកម្ចាស់កុំចាញ់បោកពួកគេឲ្យសោះណាអ្នកសុំទានដែលគ្មានចេះអសរមកតួគឺអាចសង្គ្រោះមនុស្សមែនអីមិនចាំបាច់មានគ្រប់ពេទ្យដូចជាយើងធ្វើអ្វីទៀតទេគេប្រកាសជាលោភលន់ឆ្លុះអ្វីនឹងសម្រស់អ្នកនាងស៊ូជាមិនខានទេពួកសត្វគិញគក់ចង់ស៊ីសាច់កងានសួរលោកម្ចាស់ស៊ូឆាប់ឲ្យមនុស្សដេញពួកគេចេញទៅមេកាបាយឆាប់ដេញពួកគេចេញពីទីនេះភ្លាមទៅពួកឯងឆាប់ចាត់ការទៅអាយ៉ាដំណើរដល់ផ្អែមល្ហែមរបស់ពួកឯងយើងមានរឿងអីត្រូវឲ្យទៅកំពិតកំពុកដូចជាពួកឯងបំផ្លាញហ៊ានប៉ះពាល់សិស្សប្អូនយើងនឹងរកសាប់ជាមិនខានទេសិស្សប្អូនទៅចិត្តចុះមានយើងនៅគ្មានអ្នកណាហ៊ានប៉ះពាល់ឯងទេអរគុណអញជាស្អីគេបាននិយាយប្រាប់យើងថាអរគុណបានជើងថ្ងៃក្រោយយើងមិនចាំបាច់ស្លាប់ទៀតទេល្អណាស់ពួកឯងគឺជាមនុស្សសាមញ្ញហ៊ានជេរប្រមាថបងប្រុសរបស់យើងផងថ្ងៃនេះយើងនឹងឲ្យពួកឯងរាល់គ្នាឃើញថាស្អីទៅជាមនុស្សអមតៈនិកាយអត្តកម្មាំងនៃឋានសួគ៌និងផែនដីដែលជាឫសគល់នៃធម្មពលទាំងអស់គ្រោះមហន្តរាយដ៏អស្ចារ្យបង្ហាញពីអំណាចអរូបីរបស់យើងពួកឯងជឿឬក៏មិនជឿនេះមនុស្សអមតៈពិតជាមនុស្សអមតៈមែនមនុស្សអមតៈនៅចំពោះមុខសូមអភ័យទោសឲ្យខ្ញុំផងខ្ញុំមានភ្នែកអត់ប្រស្រីមែនលើកលែងទោសឲ្យលោកតើសួរកណ្ដាប់ដៃរបស់យើងសិនដែរទេយកព្រមដែរទេនេះលោកអមតៈទាំងពីរលោកម្ចាស់គ្រួសារយើងដោយសារតែចង់ជួយសង្គ្រោះជីវិតចៅស្រីដែលមានចិត្តតក់កុហលទៅធ្វើឲ្យប៉ះពាល់ដល់អ្នកទាំងពីរសូមអ្នកទាំងពីរលើកលែងទោសឲ្យគាត់ផងតួអាក្រក់វាយមនុស្សចាស់ទាំងគ្រួសារលុតជង្គង់សុំអំបតួឯងចេញមកជួយការពារសាច់រឿងល្អអស្ចារ្យពិតជាអស្ចារ្យមែនទែនសិយានអញនិយាយប្លង់នេះអបតុយើងប្រហែលយើងឯងសាច់ច្បងលើកលែងពួកគេទៅយើងគិតថាលើកលែងឲ្យពួកគេហើយត្រូវអរគុណសិស្សប្អូនរបស់យើងឲ្យបានល្អដោយសារតែការអង្វររបស់គេតាកញ្ចាស់នេះប្រកាសជាស្លាប់ក្រោមកំណត់ដៃរបស់យើងហើយអរគុណឲ្យលោកអមតៈសិស្សប្អូនសូមជើញយើងប្រាប់ពួកឯងទៅសិស្សប្អូនរបស់យើងពូកែណាស់ហើយជំងឺកំពិតកំពុកយ៉ាងនេះណាចំពោះគាត់វិញងាយស្រួលក្នុងការព្យាបាលខ្លាំងណាស់អ្នកទាំងអស់គ្នាដឹងថារហស្សនាមរបស់គាត់ជាអ្វីទេគឺហៅថាយមរាជខ្លាចសូម្បីតែយមរាជក៏ខ្លាចដែរលោកម្ចាស់ស៊ូលោកម្ចាស់មើលសិស្សប្អូនរបស់យើងសង្ហាដែរទេហើយមានទេពកោសល្យក្នុងការបណ្ដុះបណ្ដាលមនុស្សទៀតផងដូច្នេះលើកនេះឲ្យគេទៅបើសិនជាលោកអវតៈមិនរើសអើងទេយើងយល់ព្រមផ្សំផ្គុំមង្គលការនេះទៅចុះល្អដែរទេល្អណាស់លោកម្ចាស់ស៊ូរំខានលោករៀបចំអាងងូតទឹកយើងត្រូវការងូតទឹកជាមួយនឹងនាងស៊ូនេះស្រាប់លឺហើយហ្នឹងសិស្សប្អូនយើងចេញមុខហើយស្អីគេសភាពជំងឺរបស់នាងស៊ូគឺត្រូវងូតទឹករួមទើបអាចព្យាបាលគាត់បានហើយនេះដូចជាមិនសមទេមិនមែនទេបងធំទូឯងអាក្រក់ក្រែងជាយើងឯងចេញមកភ្លាមក៏ចង់ងូតទឹកជាមួយមនុស្សស្រីភ្លាមយើងលាក់បងច្រើនណាស់មិនក៏ធ្វើបែបនេះជួយស៊ីនៃគ្រួសារយើងនាងនៅកមុំបរិសុទ្ធទេបើសិនជាផ្សព្វផ្សាយទៅក្រៅប្រហែលជាត្រូវខូចគេឈ្មោះអស់ហើយបើមិនអាចងូតទឹករួមក៏ជួយសង្គ្រោះមិនបានលោកម្ចាស់ស៊ូយើងដឹងពីកង្វល់របស់លោកហើយនេះជាវិធីតែមួយគត់ដែលអាចសង្គ្រោះបានឯងជាតួឯងអាចគ្រាន់បើឯងឡើងមកក៏ចង់ងូតទឹកជាមួយគ្នាតែម្ដងដោយសារតែយើងយកយល់ដល់ឯងជាតួឯងបើមិនចឹងទេយើងនឹងតែឯងមួយកំភ្លៀងជាមិនខានទេណាលោកម្ចាស់ស៊ូលោករងចាំសិស្សប្អូនយើងព្យាបាលនឹងស៊ូឲ្យជាហើយរៀបចំគេទាំងពីរជាប្តីប្រពន្ធទៅនឹងគ្មានពាក្យចចាមអារាមទេដូច្នេះរៀបការជាមួយគេទៅបញ្ចប់រឿងបាត់ទៅហើយនៃរបស់លោកគឺបើសិនជាឈិនស៊ីរបស់យើងនៅតែស្លាប់មិនភ្ញាក់ដឹងខ្លួនទេលោកសុកចិត្តរៀបការជាមួយនាងដែរទេលោកនិយាយទៅមើលហើយព្រះហើយការលះបង់របស់ខ្ញុំធំធេងពេកហើយការសន្យារបស់អ្នកអមតៈឋានសួគ៌គឺអាចធ្វើជាសាក្សីអញ្ចឹងល្អមិនក៏ឆាប់រៀបចំទៅដំណាក់កាលព្យាបាលមិនអាចបង្ហាញបានទេសូមអ្នកទាំងអស់គ្នារងចាំនៅខាងក្រៅទ្វារស្អីគេគ្រាន់តែទ្វារបិទភ្លាមឯងក៏នៅក្នុងធ្វើអីអ្នកណាដឹងថាទូឯងខូចយ៉ាងនេះលោកអវតៈវ៉ានោះចៅស្រីរបស់យើងនិងសិស្សប្អូនរបស់លោកពិតជាគ្មានរឿងអីមែនទេទៅចិត្តចុះសិស្សប្អូនយើងនៅនៃកាយឈិញវ៉ាន់គឺមានឈ្មោះល្បីស្មោះត្រង់ប្រកាសជាគ្មានរឿងអីទេជួយផងឈិញស៊ីអ្នកគ្រូរៀបចំរួចរាល់ហើយល្អ
បើអញ្ចឹងប្រើវិធីដែលយើងប្រាប់ឯងបញ្ជូនធម្មពលពិតទៅក្នុងរាងកាយរបស់នាងដែលកើតនៅក្នុងខ្លួននាងវានឹងរលាយដាច់ឯងយើងអ្នកណាទេយើងដូចជាយល់សប្តិអញ្ចឹងក្នុងយល់សប្តិយើងត្រូវមនុស្សប្រុសចាស់មួយទៀតឈ្មោះស៊ីជីនវាបានខ្លាចជាថ្មការតាក់សមាធិអ្នកនៅក្នុងគ្រួសារដូចជាត្រូវសັບក្នុងកណ្ដាប់ដៃរបស់គេដែរ ពិតជាល្អណាស់អ្នកនាងសួរនាងភ្ញាក់ហើយ លោកជា យើងគឺជាសិស្សផ្ទាល់នៃនិកាយឆេងវ៉ាន់ស៊ីវយិន ស៊ីវជានជួយផងឆេងសៀនេះឆេងសៀនេះលោកម្ចាស់ឆេងសៀនេះលោកម្ចាស់នេះអមតៈវាងសុំបោលោកឆាប់បើកទ្វារទៅបានទេហើយកុំវល់ខ្ញុំមិនហ៊ានទេនេះហើយខ្ញុំសុំបោលោកជួយផងទៅខ្ញុំសុំបោខ្ញុំមិនហ៊ានទេសុំបោជួយផងទៅខ្ញុំសុំបោជួយផងណែស៊ីយិនអពេលណាទៅហើយឯងនៅធ្វើដូចជារឿងពីមុនទៀតឯងត្រូវចាត់ការបណ្ដាហើយបញ្ចប់បណ្ដាខាងសពាតខាងសិលធម៌យើងទប់លេងជាប់ហើយលោកម្ចាស់មិនបាច់បារម្ភពេកទេនេះប្រហែលជាវិធីព្យាបាលរបស់សិស្សប្អូនដូចជាពិបាកបន្តិចហើយគឺមានការពិបាកបើលោកពិតជាបារម្ភមែននោះចាំយើងនិយាយមួយម៉ាត់ទៅចុះណាលោកនឹងយល់ជាមិនខានទេលោកក៏តែជឿជាក់លើខ្ញុំឈប់អារម្មណ៍ទៀតទៅណាសិស្សប្អូនស៊ីវឯងចាត់ការសាស្ត្រាបន្តិចទៅសម្លេងលឺខ្លាំងណាស់ណាបើលឺដល់ក្រៅពិបាកស្លាប់ហើយឯងគួរតែថ្នមបន្តិចទៅបានទេហ៎សិស្សប្អូនស៊ីវឯងស្ដាប់លឺហើយឬនៅហ៎សិស្សប្អូនស៊ីវណាជួយខ្ញុំផង អ្នកនាងសួរកុំយកច្រឡំខ្ញុំពិតជាជួយអ្នកនាងមែនលោកតារបស់នាងអាចធ្វើសាក់ស្អីឲ្យយើងមិនឲ្យចៅស្រីគឺលោកអមតៈនេះជាអ្នកមកជួយដល់ចៅនឹងណាលោកតាសុំទោសឥឡូវខ្ញុំមិនអាចនិយាយការពិតប្រាប់លោកតាទេការពិជាតិមកប្រុសម្នាក់នេះនៅចំពោះមុខបន្ទាប់ពីបោកបញ្ឆោតខ្ញុំឲ្យបកគលផ្លែឈើពីជាហើយគាត់ក៏ទៅបាត់ព្រមទាំងបំបីកម្រិតនៃការសមាធិរបស់គាត់ហើយគេមិនត្រឹមតែមិនអរគុណដល់គ្រួសារជាងបើជាសំណាប់គ្រួសារជាងទាំងមូលមិនអាចជ្រើសរើសមនុស្សខុសទៀតទេហ៎សូម្បីយើងក៏ស្ដាប់លើសំឡេងក្នុងចិត្តរបស់ស៊ូឈិញសៀមិនត្រូវទេបើគេគ្រាន់តែមនុស្សនៅក្នុងសាច់រឿងមិនក៏ដឹងថាស៊ូយិនចុងក្រោយចាត់ការគ្រួសារស៊ូយ៉ាងម៉េចឬមួយក៏អ្នកនាងស៊ូអ្នកនាងឆាប់រកភាពស្អាតស្អំខ្ញុំវិញភាពស្អាតស្អំលោកឆ្លៀតយើងមិនតបភ្ញាក់បើជាចង់ប៉ះរាងកាយរបស់យើងលោកចង់ឲ្យយើងរកភាពស្អាតស្អំឲ្យលោកវិញទេអ្នកនាងស៊ូកុំប្រេះប្រាស់ឲ្យសោះស៊ូយិនយើងមិនអាចធ្វើអ្វីមិនសមរម្យចំពោះនាងទេអញ្ចឹងលោកបានន័យថាយើងមកបង្កាច់លោកមែនទេតើលោកដឹងទេភាពស្អាតស្អំចំពោះមនុស្សស្រីមានសារៈសំខាន់យ៉ាងណាគ្មានមនុស្សស្រីណាយកភាពស្អាតស្អំរបស់ខ្លួនចោទប្រកាន់ទៅលើអ្នកដទៃទេលោកម្ចាស់ស៊ូខ្ញុំពិតជាគ្មានទេស៊ូយិនយើងស្បត់ចំពោះមិនខៀអើយច្បោកច្បល់ណាស់តែយើងនៅកន្លែងណាពិតប្រាកដទៅខ្ញុំកំពុងតែឆ្លងកាត់ស្អីស្រះសង្ហាយ៉ាងនេះឬមួយក៏ម្នាក់ដែលនៅក្នុងសុបិនត្រូវស៊ីជៀនកាប់នឹងផ្លែដៃនោះសាច់ច្បងធំស៊ីជៀនពិតជាមិនអាចទុកចិត្តបានចឹងមិនអស់នេះយើងនឹងបកគលផ្លែវិញ្ញាណឲ្យទៅគេដើម្បីឲ្យគេជួយដល់គ្រួសារស៊ូជេងប្រឆាំងនឹងស៊ីជៀនមិនមែនថាយើងមិនទទួលស្គាល់ខ្លួនឯងសង្ហាទេប៉ុន្តែយើងចង់រស់មានជីវិតដែរយើងនឹងជួយវាប្រឆាំងនឹងអារម្មណ៍ស៊ីវៀនហើយមិនកើតទេយើងមិនបាច់ទុកអាលៀងវគ្គនេះបោកយើងរហូតដល់ស្លាប់ទេឆាប់រត់ទៅលោកតាតាមពិតអ្នកដែលសង្គ្រោះខ្ញុំឲ្យភ្នាក់ពិតប្រកាសនោះមិនមែនស៊ីយិនទេថាម៉េចមិនមែនគេទេអីមិនខុសទេតាមពិតខ្ញុំត្រូវអាចារ្យព្រិនរីពេលចូលទៅក្នុងអាងងូតទឹកមានអារម្មណ៍ថាក្នុងខ្លួនមានការប្រែប្រួលនៅពេលនោះខ្ញុំស្ថិតនៅក្នុងសភាពពាក់កណ្ដាលសុបិននិងភ្នាក់ដូច្នេះអ្នកដែលជួយសង្គ្រោះជីវិតខ្ញុំតាមពិតទៅមិនមែនស៊ីយិនទេដូច្នេះអ្នកណាជួយសង្គ្រោះឯងទៅហ៎គឺគាត់គឺម្នាក់នេះជាអ្នកជួយសង្គ្រោះខ្ញុំមិនក៏ចាយដល់ម្លេះយើងជួបគ្នាទៀតហើយកុំធ្វើបាបខ្ញុំទៀតខ្ញុំប្រកាសជាស្លាប់ខ្ញុំចេញសៀសូមអរគុណអ្នកអមតៈបានដែលបានជួយសង្គ្រោះខ្ញុំមិនត្រឹមតែបានសង្គ្រោះខ្ញុំពីជំងឺទេហើយក៏បានសង្គ្រោះខ្ញុំពីកណ្ដាប់ដៃព្រាននារីនេះដែរចេញសៀគ្មានអសងគុណសុខចិត្តបកគលខ្លួនប្រាណអ្នកនាងស៊ូមើលឲ្យច្បាស់មិនមែនខ្ញុំជាអ្នកជួយនាងទេគឺគាត់នេះហើយអ្នកនាងស៊ូតាមពិតខ្ញុំជាអ្នកជួយសង្គ្រោះនាងតាមកិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយលោកតានាងត្រូវតែរៀបការនឹងយើងអ្នកអមតៈសៀវបើសិនជាខ្ញុំសម្រេចចិត្តមេរៀបការតែពីយ៉ាងម៉េចឬមួយក៏ត្រូវតែបង្ខំបើខ្ញុំទេមិនខុសទេនៃការឈិញវ៉ានប្រកាសជាមិនអនុញ្ញាតឲ្យសិស្សរបស់ខ្លួនបំផ្លាញកេរ្តិ៍ឈ្មោះរបស់និកាយទេ
អ្នកនាងស៊ូរវាងយើងទាំងពីរមានអីយល់ច្រឡំនឹងគ្នាទៀតហ្នឹងអី គ្មានអីជឿច្រឡំនោះទេខ្ញុំស៊ូចិញ្ចៀសុកចិត្តរៀបការជាមួយមនុស្សប្រុសដែលជួយសង្គ្រោះខ្ញុំពិតប្រាកដលោកអ្នកអមតៈប៉ាងខ្ញុំជាក្មេងស្រីមិនតាន់រៀបការបាច់ជាងត់ទឹកជាមួយអ្នកដទៃពាក្យចចាមអារ៉ាប់ទាំងនេះបើសបផ្សាយចេញទៅពាក់កណ្ដាលជីវិតរបស់ខ្ញុំប្រកាសជាមិនបានសុខនោះទេបើថ្ងៃនេះលោកអ្នកអមតៈប៉ាងមករៀបការជាមួយខ្ញុំនឹងមានតែស្លាប់ប៉ុណ្ណោះ ណែលោកអមតៈវាងដូចពាក្យចាស់ពោលថាជូនដំណើរព្រះជូនដល់គោលដៅជួយសង្គ្រោះជីវិតចៅស្រីរបស់យើងមិនអាចបើកភ្នែកមើលគេស្លាប់បានទេសាច់ច្បងសាប់អូនមានចិត្តថតរំលឹកសាច់ច្បងរឿងនេះគិតឲ្យបានច្បាស់លាស់ចាំនិយាយចប់ហើយទូឯងពិតជាខឹងហើយ រឿងនេះមិនបាច់ខ្វល់ច្រើនសាច់ច្បងធំបើបងចង់រៀបការជាមួយនឹងគ្រួសារស៊ូរឿងនេះមិនបាច់ខ្វាយខ្វល់ទេហាសាច់ច្បងទឹកមុខសាច់ច្បងដូចជាឈឺហើយតើមែនទេ មិនមែនទេចិត្តស្លាប់ហើយគឺដោយសារតែនាងបញ្ឈឺយើង នារីម្នាក់នេះស្អាតហើយស្លូតបូតទៀតយើងឆ្ងល់ថាតើមានទេពអប្សរប្រមាណអ្នកទៀតនៅលើភ្នំទេពនេះអ្នកអមតៈវាងប្រហែលជាមិនចាប់អារម្មណ៍នឹងខ្ញុំទេវាប្រសើរជាងការធ្វើទរណកម្មដល់ស្លាប់ដោយសារតែស៊ីជៀនគួរតែបញ្ចប់វាដោយខ្លួនឯង គ្មានផ្លូវទេឯងក៏បង្ខូចខ្ញុំម្ដងទៀតហើយមិនបាច់ខ្វល់ទេម្នាក់រត់តែក្តីស្លាប់នៅពេលនោះបំណុលទាំងអស់គឺធ្លាក់មកលើខ្ញុំយើងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជល់ពាំងយ៉ាម៉ា នៃរបស់អ្នកអមតៈវាងគឺ ឈប់និយាយប្រេះប្រាស់ទៀតទៅយើងនឹងរៀបការជាមួយនាង ប៉ិតមែនទេ បាននិយាយមួយម៉ាត់ទៀតប្រយ័ត្នស្ដាយក្រោយណែលោកមេកាចាប់តែជួយដំណឹងដល់គ្រួសារអ្នកមាននៅទីក្រុងនេះទាំងមូលទៅចៅស្រីរបស់គ្រួសារស៊ូយើងរៀបការជាមួយអ្នកអមតៈហើយប្រាប់ពួកគេផងទៅបាទលោកម្ចាស់ហេលោកអមតៈវាងផ្លែឈើខាងវិញ្ញាណនេះវាជាកំណត់ដ៏អាចកំបាំងពិសេសមួយដែលដូនតាគ្រួសារយើងបនឡើងទៅថាលើកាលពី100ឆ្នាំមុនហើយសូមលោកវាងអមតៈទទួលយកចុះណាយើងចាត់ទុកថាជាអំណោយមង្គលចៅស្រីរបស់ខ្ញុំទៅចុះ គឺផ្លែឈើខាងវិញ្ញាណមានធម៌ពលខាងវិញ្ញាណដ៏ធំនិងគ្មានដែនកំណត់កូនសិស្សឆាប់យកវារត់ទេ ហេអ្នកនិពន្ធរឿងល្ងងខ្លៅនៅចង់បញ្ឆោតយើងឲ្យទទួលផ្លែឈើខាងវិញ្ញាណទៀតតែឯងពិតជាគិតថាយើងល្ងងមិនដែរទេនៅក្នុងកាយភ្នែករបស់ទូឯងគ្រាន់តែជាកណ្ដាលដើមស្រីតែប៉ុណ្ណោះយើងទោះមិនត្រឹមតែស្លាប់ទូឯងស្រីមានច្រើនម្លេះបើសិនជាយើងយកផ្លែឈើខាងវិញ្ញាណមានតែមួយគ្មានពីរបន្ទាប់មកខ្ញុំកាន់ចង្គៀងស្វែងរកបង្គន់តែប៉ុណ្ណោះខ្ញុំកំពុងស្វែងរកសេចក្តីស្លាប់ជាមិនខានទេមិនបានទេមិនអាចធ្វើអញ្ចឹងទេនាងអេត្រូវនាងមកកណេះមក អ្នកអមតៈវាងចាំមិនទៅហើយ កាន់ឡើងមកហាមាត់ ហាមាត់ ស្ដាប់ទៅបានហើយប្រយ័ត្នយើងជប់រៀបការ មានរឿងអីទេខ្ញុំមានអារម្មណ៍ថាក្នុងខ្លួនរបស់ខ្ញុំពោពេញទៅដោយធម៌ពល អ្នកនាងស៊ូសូមអបអរសាទរនាងបានបង្កើតជាថ្មីនៅផ្កាយសម្បទាជាអ្នកបណ្ដោះភាពអមតៈ ផ្លែឈើខាងវិហារនេះគឺជារបស់គ្រួសារស៊ូយើងមានអីយករបស់គេប្រយ័ត្នប្រយែងខ្លាំងណាស់លឺនិយាយថាឈិញវ៉ាន់យើងដូចជាចោលព្រៃមិនក៏និយាយបែបនេះហ៎សាប៉ុនសៀវអញនិយាយទៅមើលត្រូវទេអូត្រូវហើយមិនខុសទេមិនខុសទេអ្នកនាងស៊ូប៉ុន្តែខ្ញុំយកព្រមរៀបការជាមួយនាងប៉ុន្តែខ្ញុំមានលក្ខខណ្ឌ លោកអ្នកអមតៈសុំនិយាយបញ្ចុះ តាំងពីបុរាណបងអមតៈពិបាករស់នៅជាមួយគ្នាណាបើសិនជានាងអាចប្រឡងចូលនីកាឈិញវ៉ាន់បានចូលនីការបស់យើងអនុវត្តជាក់ស្ដែងយើងនឹងរៀបការជាមួយនាង អ្នកអមតៈពិបាករស់នៅជាមួយគ្នាឬមួយក៏អ្នកអមតៈវាងគឺចង់រស់នៅជាមួយខ្ញុំមានជីវិត3ជាតិនេះអ្នកអមតៈវាងពិតជាមនុស្សប្រុសល្អមែនក្មេងស្រីតូចប្រកាសជាគោរពតាមពាក្យសន្យាឲ្យបង្កើតចំណងអមតៈជាមួយអ្នកអមតៈវាងនៅក្នុងពិការឈិញវ៉ាន ស្រីដែលគេដណ្ដើមតួឯងបាត់តែមិនមែនដណ្ដើមផ្លែឈើខាងវិញ្ញាណរបស់តួឯងយើងពិតជាមានទេពកោសលខ្លាំងណាស់ សូមរំលឹកជាពិសេសដំណើររឿងបានឈានដល់ពាក់កណ្ដាលហើយជ័យជំនះគឺចិត្តដល់ពីមុខហើយ មកយ៉ាពិតជាឈ្ងុយមែនហេអមតៈវាងហេពិសាយឺតនៅមានទៀតណាលោកម្ចាស់ស៊ូលោកមិនទាន់ដឹងទេប្រអប់អាហារថ្ងៃត្រង់សម្រាប់អ្នកសំដែងសុទ្ធតែមិនមែនសម្រាប់មនុស្សពិសាទេកន្លែងលោកទៅជាអាហារឆ្ងាញ់នៃពិភពលោក
អ្នកគ្រូវ៉ាងធីននោះពិតជាសំណាងមែនហើយឲ្យតែមានគេនៅខ្ញុំមិនមានឱកាសសោះម្យ៉ាងទៀតឲ្យតែគេបង្ហាញខ្លួននៅក្បែរខ្លួនខ្ញុំមានអារម្មណ៍មិនអាចគ្រប់គ្រងបានមានតែភាពគ្មានអំណាច គ្រូបានគុណគូឲ្យគេម្ដងហើយបុគ្គលនេះមានវាសនាមិនល្អកើតមកអកុសល អ្នកគ្រូតើអាចមានវិធីបំបាយទេ ងាយស្រួលទេឲ្យតែអាចមកក្រាបគេបានគឺចាប់ចំណុចខ្សែរបស់គេឲ្យបានធ្វើឲ្យគេស្ដាប់បង្គាប់ជើងសំណាងអាក្រក់របស់គេគឺមិនអាចមានឥទ្ធិពលលើឯងទេ ម្នាក់នេះល្បិចកលច្រើនណាស់បើចង់ចាប់ចំណុចខ្សែរបស់គេប្រហែលជាមិនងាយស្រួលទេ បើគ្មានចំណុចខ្សែបន្ទាប់ឲ្យយើងបង្កាត់ចំណុចខ្សែ អ្នកគ្រូពិតជាមានកំណត់នេះមែនទេ មនុស្សសាក់មានជាខ្លាញ់មុខកខ្វក់ចិញ្ចាំនិងថ្ពាល់ស្រួចត្រូវតែជាមនុស្សលុបលុនអ្នកគ្រូបង្រៀនឯងពីល្បិចដើម្បីផ្លាស់ប្ដូរឯងធ្លាប់តែផ្លាស់ប្ដូរមកទៅជាលូស៊ីឈីបន្ទាប់ពីបោកបញ្ឆោតគេរួចប្រើថ្មរូបភាពដើម្បីកត់ត្រាស់មុខអាក្រក់របស់គេដល់ពេលនោះគេនឹងខ្លាចជាសត្វក្នុងកន្លោះរបស់ឯងហើយ អមតៈវាងស្រីច្បងស្រីនិងសិស្សប្អូនរបស់លោកបែងចែកគ្នាស្នាក់នៅខាងលិចនិងខាងត្បូងចំណែកខាងកើតគឺបន្ទប់របស់លោកហើយនេះសោបន្ទប់លោកមេកាលោកម្ចាស់របស់ពួកឯងគាត់មានប្រាក់ចំណូលប្រមាណលោកអមតៈពិតជាលេងសើចពេកហើយយើងជាអ្នកបម្រើមានរឿងអីដឹងច្រើនយ៉ាងនេះខ្ញុំគ្រាន់តែដឹងថាលោកម្ចាស់ពិតជាមានដូចជាប្រទេសរបស់ខ្ញុំគឺមិនរំខានលោកសម្រាប់ទេណាដូច្នេះខ្ញុំលាសិនហើយគ្រូសាស៊ូពិតជាមានប្រាក់អស្ចារ្យមែន សាច់ច្បង ហេ សាច់ច្បង បងអូនស្រីសេជីមិនគ្នាមកហើយ យប់នេះយាម3នៅសួនច្បារខ្ញុំចង់មានពាក្យនិយាយខ្លះនិយាយជាមួយនឹងសាច់ច្បង យើងទៅនាងល្អិតនេះចង់ធ្វើអីទៀតហើយមានពាក្យអីចង់និយាយភ្លាមទៅ ឥឡូវមិននៅភ្លឺម្យ៉ាងទៀតក៏គ្មានកន្លែងងូតទឹកហើយនឹងផ្លាស់សម្លៀកបំពាក់មានពាក្យខ្លះខ្ញុំចង់និយាយចេញពីមាត់ ពេលយប់ឡើងត្រូវងូតទឹកហើយនឹងផ្លាស់សម្លៀកបំពាក់ទៀតនេះមិនមែនជាករណីតាមមានអ្នកប្រាប់ខ្ញុំដែរទេ បើអញ្ចឹងយើងនិយាយគ្នាហើយនៅជា3នៅសួនច្បារមិនជួបគ្នាមិនបែកគ្នា មិនមែនទេអ្នកណានិយាយជាមួយយើងថាហើយខ្ញុំដំបងគេចង់នៅជាមួយនឹងសិស្សប្អូនស្រីរបស់គេហើយគេចង់រៀបការជាមួយនឹងនាងស៊ូលោកសេឈីយើងអត់ម្លេះយើងមិនស័ក្តិសមនឹងឯងមែនទេឥឡូវយើងត្រូវតែទៅរកសាច់ច្បងនិយាយគ្នាឲ្យច្បាស់នៅក្នុងចិត្តគេតើនៅមានលោកសេឈីយើងទៀតទេយើងត្រូវតែទៅសួរឲ្យច្បាស់ ស្រីទូឯងចង់សារភាពស្នេហ៍ចំពោះមុខយើងបន្ទាប់មកត្រូវទូឯងដឹងឮមួយកំបិតសម្រាប់យើងមិនខុសទេគឺសាច់រឿងនេះហើយមិនកាត់ទេយប់នេះយើងត្រូវតែត្រឡប់ទៅនិកាយបានវិញហើយមិនអាចចំតាក់គេទេយើងមិនត្រូវទេតាមទៅយើងពិតជាស្ដាប់ឮសម្លេងក្មេងស្រីស៊ូស៊ីឈីពេលដែលគេមកអំបញ្ញមិញហេតុអីសម្លេងស្អីក៏ស្ដាប់មិនឮស៊ូស៊ីឈីអំបញ្ញមិញគឺជាស៊ីវយិនគឺស៊ីវយិនប្រែកាឡាច្បាស់កឡែនស៊ីវយិនប្រែកាឡាជាស៊ូស៊ីឈីមករកយើងណាត់យើងជួបគ្នាថយចេញប្រើសម្រាប់តាក់ទាញខ្ញុំចង់ឲ្យយើងមានទោសហ៎ទៅខ្ញុំយល់ហើយគឺគេចង់បានផលតាងាយស្រួលគ្រប់គ្រងយើងដើម្បីឲ្យយើងបំរើគេចូលរួមក្នុងតួឯកបំរើតួឯកខ្លាចទៅជាអ្នកបំរើដ៏ស្មោះត្រង់របស់តួឯកអញ្ចឹងខ្ញុំនឹងអាចរស់បានហើយបើតួឯកមានចេតនាធ្វើអញ្ចឹងបណ្ដោយតាមនឹងទៅសុកជាងឥឡូវទើបយើងដឹងថាផលលំបាករបស់ឯងយើងទៅងូតទឹកដើម្បីណាត់ជួបជាមួយនឹងតួឯកសិនទៅបានហើយក្លិនមិនស្រួលទេយើងទៅងូតទឹកសិនមិននឹកស្មានថាបានធីងយើងមកហើយមកមុន2ម៉ោងតួឯកប្រកាសជាអាចឃើញចិត្តគំនិតរបស់យើងជាមិនខានទេ សាច់ច្បងខ្ញុំនឹកសាច់ច្បងណា បន្តិចទៀតយើងនឹងថាបដៃរបស់គេមុនឬក៏ថាបមុខរបស់គេមុនហើយយើងនឹងដោះសម្លៀកបំពាក់តែម្ដងទុកឲ្យតួឯកប្រមូលផោះតាំងយ៉ាងងាយស្រួលពីយើងតើវិធីណាទៅទើបល្អណោះហើយស្ថានភាពស្អីទៅតួឯកមិនក៏មកទីនេះហើយធ្វើឲ្យខ្លួនឯងសង្វឹងទៀតលះបង់បែបនេះមិនកើតទេសម្ដែងបែបនេះយើងមិនចាញ់ទេយ៉ាងណាក៏ដោយយើងមានប្រវត្តិជាអ្នកសម្ដែង
ហើយ ដើមតែងខៀវស្រងាត់ទៅមានសន្សើមពណ៌សប្រែទៅជាថ្លា សាច់ច្បង នៅម្ខាងនៃទឹក សាច់ច្បង សពនស្រីគឺយើងបានហើយ សាច់ច្បងពិតជាស្រឡាញ់ខ្ញុំហ៎ សពនស្រីចម្រៀងមួយបទនេះខ្ញុំតែងសម្រាប់នាង សពនស្រីចម្រៀងមួយបទនេះខ្ញុំជូនដល់នាង សាច់ច្បងគាត់ពេញចិត្តនឹងខ្ញុំ យប់នេះយើងនឹងឲ្យនាងធ្វើជាប្រនាងដ៏ពិតប្រាកដរបស់យើង សាច់ច្បងតើពេញចិត្តនឹងខ្ញុំទេខ្ញុំពិតជាសប្បាយចិត្តហើយមានសុភមង្គលណាស់ នឹកស្មានមកដល់ថាសៀយាននេះចេះធ្វើត្រាំតាមអ្វីដែលនៅក្នុងចិត្តរបស់សៀជីទៀតស្អីទៅដែលហៅថាកលៈទេសៈនេះហើយហៅថាការលះបង់ចាំតិចសកម្មភាពផ្លូវចិត្តខ្ញុំស្ដាប់ឮសកម្មភាពផ្លូវចិត្តរបស់នាងឬមួយនាងជាលោកសៀជីពិតប្រាកដ សាច់ច្បងតើណាខ្ញុំនិយាយហើយយប់នេះសំបីតែមួយនាទីក៏មិនឲ្យសាច់ច្បងឃ្លាតដែរ អ្នកម៉ាក់ឬមួយនេះជាព្រេងនិទានការរួមភេទដោយបង្ខំយើងទ្រាំមិនបានទេយើងប្រជាទ្រាំមិនបានទេអ្នកគ្រូពេលនេះមក4ទៀបភ្លឺហើយអាឡិតបាំងធីនេះមិនតន់ឃើញមកទៀតឬមួយអាឡិតនេះដឹងពីគម្រោងរបស់យើងទេដឹង ទុកចិត្តចាស់បច្ចេកទេសផ្លាស់ប្ដូររូបរាងរបស់យើងមិនមែនមានតែគេម្នាក់ទេដែលមិនទាន់ឈានដល់ដំណាក់កាលយិនអ៊ីនោះមិនអាចដឹងទេរងចាំបន្តិចទៀតទេ សពនស៊ីវភ្ញាក់ឡើងណែភ្ញាក់ឡើងហឹមហើយ គួរឲ្យខ្មាស់គេទេលោកម្ចាស់ស៊ូអ្នកនាងស៊ូសូមលាសិនហើយ សូមលាលោកអ្នកអមតៈទាំង3ហើយ សាច់ច្បងពួកយើងត្រឡប់ទៅវិញទៅ សៀយានឯងមិនត្រូវចង់កំណុំនឹងយើងទេប៉ុន្តែលោកសៀឈីពិតជាធ្វើឲ្យខូចផានការមែនបើចង់សងសឹកទៅរកនាងទៅ ចុះពីភ្នំលោកនេះពួកអញទាំងពីរបានជួយសង្គ្រោះអ្នកនាងស៊ូជាពីជំងឺធ្វើឲ្យគេឈ្មោះនីកាយជីងវ៉ាន់យើងល្បីសោកសាយពេលនេះយើងនឹងមានរង្វាន់ជូននេះគឺជាថ្នាំគ្រាប់សិនសៀវអាចបង្កើនធម៌ពលក្នុងខ្លួន សៀយានអរគុណអ្នកគ្រូ ផឹងអាវុធវេទមន្តនេះឯងប្រកាសជាពេញចិត្ត បងស្រីធំបងជាអ្នកគ្រូមិនក៏មានចិត្តលម្អៀងម្ល៉េះ ព្រះអើយនេះគឺជាកញ្ចក់សៀនគូថ្នាក់អមតៈហើយធ្លាប់លើថានេះជាកំណត់ទ្រព្យដែលអ្នកគ្រូបានទទួលបន្តពីការប្រយុទ្ធជាមួយនឹងមេសាច់បុរាណចំនួន7នេះគឺជាវត្ថុទ្រព្យដែលនៅជាប់ខ្លួនរបស់យើងអាចទប់ទល់នឹងការវាយប្រហារដោយកម្លាំងរបស់បិសាចចាស់ផឹងប្រកាសជាសប្បាយចិត្ត សប្បាយចិត្តស្អីទៅមិនតន់ឃើញកណ្ដាប់ដៃរបស់តួឯងក្តាប់យ៉ាងណែនទេហីសាប់អូនបាយពេញចិត្តសេះច្បងជូនឯងទៅចុះណានេះជារបស់អ្នកគ្រូឲ្យទៅសេះច្បងខ្ញុំមានរឿងអីខ្ញុំហ៊ានយកនោះហើយកាយបការបែបនេះគឺបញ្ជាក់ថាចង់បានហើយ សេជីនអ្នកគ្រូដឹងថាក្នុងចិត្តអញកំពុងគិតអីត្រូវចងចាំពាក្យមួយម៉ាត់បន្ទាបខ្លួននឹងស្ងប់ស្ងាត់ពេលនោះទើបអាចបណ្ដោះភាពអមតៈ បាទអ្នកគ្រូបាទ ចង់ដណ្ដើមរបស់ជាមួយផឹងជាងផងយល់សាប់ទេ យើងគួរអរគុណឯងដែលផ្ដល់ឲ្យយើងនៅគំនុំនឹងស្អប់ម្ដងទៀត ផឹងសេជីនពេលថ្ងៃនេះទៅអ្នកគ្រូត្រូវតែជ្រើសរើសការប្រកួតប្រជែងសាកល្បងសម្រាប់អ្នកបណ្ដោះទ្វីពួកឯងទាំងពីរអាចទៅវិញរៀបចំឲ្យហើយ បាទអ្នកគ្រូហេសាប់អូនសៀវកុំខាងអីសេះច្បងអញ្ជើញឯងទៅពិសាស្រាអេមនុស្សថោកទៀតឯងមិនបាច់ជន់មកចិត្តយើងទេសៀយិនយើងមិនចង់នៅជាមួយឯងទេឯងត្រូវចងចាំពីថ្ងៃក្រោយការប្រកួតប្រជែងសាកល្បងយើងនឹងមិនមកធូរដៃឲ្យឯងទេសាប់អូនតាមស្រួលចោហេតុអីដូចជាសុភាពបរោះតែសំណាក់ស្នំឯងរីដូចជាផ្សិតដោយសារឯងជាតួឯងបើមិនចឹងយើងនឹងវាយឯងជាមិនខានទេ សេចច្បងធំសេចច្បងសេញនិយាយថាឲ្យសេចច្បងទៅកន្លែងគាត់មកផ្លែន នាងរកខ្ញុំឬមួយប្រហែលថ្ងៃខានជួបយើងនៅក្នុងចិត្តនៅមិនសុខ
មែនដែរទេហ៎ បងអូនស្រីស៊ីងអើខ្ញុំមកហើយហេណែស៊ីងអើនាងកាន់ដាវធ្វើអីហ្នឹងហ៎ បាំងថាំងយើងត្រូវតែសម្រាប់ឯង ទេមានរស័យនិយាយគ្នាសិនទៅខ្ញុំប្រាប់នាងណាបើនាងមិនទម្លាក់ដាវចុះទេយើងនឹងមិនគួរសមទេ យើងត្រូវតែសម្រាប់ឯង ហេគឺនាងបង្ខំយើងទេឈប់ណែចង់សម្លាប់យើងហ៎យើងនឹងឲ្យនាងស្លាប់ហ៎ចង់សម្លាប់យើងផងចង់សម្លាប់យើងហី ដោះលែងយើងទេ យើងដោះលែងនាងហ៎បានម៉ណែសម្លាប់យើងនឹងឲ្យឯងសម្លាប់មិនមែនទេក្រែងនាងយកដាវមកកាប់យើងតើមែនទេហេកុំយំចាំយើងដោះលែងកុំយំអីហេមិនក៏យំបែបនេះអញ្ចឹង បងប្រថាំងបងគឺជាជនបោកប្រាស់បងពិតជាមានសិទ្ធិជាបងស្រីនៃត្រូវការខ្ញុំហានិយាយថាចុះពីភ្នំហាត់រៀនតាមពិតចុះពីភ្នំក៏ទៅរៀបការប្រពន្ធសានៅពេលដែលបងឈ្នះការប្រកួតមានអ្នកគ្រូជាដៃគូសាសនាតែរត់តែលើត្រូវការខ្ញុំទៅទៀតខ្ញុំស្អប់បង មិនស្រីលីស៊ីងម្នាក់នេះគេឈឺចាប់ម្ល៉េះបានហើយលងលំសិនចាំនិយាយពេលក្រោយហេបានហើយនាងឈប់យំទៅវ៉ាងធីងយើងមិនមែនជាមនុស្សថោកទាបទេចាប់ក្រោកឡើងទៅក្រោកឡើងមកក្រោកឡើងមកនាងជាស្រីទី1របស់ខ្ញុំទោះបីថ្ងៃក្រោយខ្ញុំរៀបការជាមួយអ្នកណាគឺនាងនៅតែទី1ដដែល ប៉ិតមែនទេ ពិតមែនហើយ សំបីតែអ្នកគ្រូក៏ធ្វើជាអ្នកបន្តដែរមានតែខ្ញុំធំជាងគេមែនទេ ពាក្យនិយាយហើយគឺមិនអាចកែប្រែទេ ខ្ញុំដឹងបងប្រងថឹងច្បាស់ជាល្អនឹងខ្ញុំ ទោះបីស៊ីងគេមញ៉េមញ៉ោបន្តិចបើនិយាយទៅគឺនាងគ្រាន់បើដែរតើគួរស្ដាយចង់ក្រោយពួកនាងសុទ្ធតែជាស្រីរបស់តួឯងហើយមិនពាក់ព័ន្ធនឹងខ្ញុំទេ បងប្រថឹងខ្ញុំចង់ជីសេះធំ ហ៎ឥឡូវនេះហ៎កណ្ដាលថ្ងៃត្រង់ចេះហ្នឹង មិនបាច់មែនទេរឿងមួយបងប្រថឹងចង់នៅជាមួយសិស្សច្បងស្រីមែនទេតាមពិតសុទ្ធតែខ្លាំងខ្លាយ មិនមែនទេយំទៀតហើយបានជីសេះធំជីមិនបានពិតមែន បាញ់ចឹងខ្ញុំទៅបន្ទប់មិនហើយ អ្នកណាយល់ទៅមុនពេលដែលតួអាក្រក់មិនទាន់វាយតួឯងឲ្យស្លាប់តែត្រូវគេចាប់បាច់ឡើងស្ងួតទៅហើយហើយប្រពន្ធសម្លាញ់ អរុនសួស្ដីម្ចាស់ផ្ទះ បើសិនជាខ្ញុំចាំមិនខុសទេ7ថ្ងៃក្រោយការប្រកួតប្រជែងបញ្ចប់នោះគឺជារឿងខ្លីបញ្ចប់ហើយ ប៉ិតហើយមិនខុសទេ បើសិនជាខ្ញុំអាចរស់តទៅទៀតខ្ញុំគ្រាន់តែនិយាយថាបើសិនជាខ្ញុំអាចការពារពួកស៊ីងអឺ បញ្ហានេះប្រព័ន្ធយើងក៏មិនដឹងដែរប្រព័ន្ធគ្រាន់តែដឹងថាម្ចាស់ផ្ទះអាចទៅរស់ដោយចង់បញ្ចប់នឹងអាចទទួលបានអាវុធវេទមន្តអាកំបាំងម្ចាស់ផ្ទះប្រឹងឡើងទេស៊ូឡើងណាប្រឹងណា ហើយជីវិតរបស់ខ្ញុំអើយមិនក៏កំសត់យ៉ាងនេះ ការសាកល្បងគឺជាទំនួលល្អបំផុតក្នុងចំណោម3បើពេលចាត់ទុកឈ្នះអ្នកដែលឈ្នះអាចក្លាយជាដៃគូបណ្ដុះពីសម្រាប់អ្នកគ្រូ ក្នុងសាច់រឿងតាមការពិតគ្មានការប្រែប្រួលបែបនេះទេអ្នកគ្រូនឹងស៊ីយាននៅជាមួយគ្នាកាប់លើកមុនតាមពិតយើងបានដឹងសោះគោលបំណងគឺស្អីបងតួឯងខំប្រឹងឡើងបើចាញ់គ្មានការគូសសំទេឲ្យតែឈ្នះការប្រកួតក្លាយជាដៃគូសាសនាតារបស់ណាមកងវាងយើងនឹងអាចឆ្លងផុតសិល្បៈនៃការបំពេញបន្ថែមក្លាយជាមនុស្សយិនអ៊ីងដល់ពេលនោះយើងនឹងសម្រាប់បាងធីងជាមិនខាន ទុកចិត្តចាស់សិស្សរបស់យើងមានអ្នកគ្រូជួយឯងត្រឹមតែការប្រកួតมันពិបាកដល់ឯងទេការប្រកួតប្រជែងពីដំបូងគឺប្រកួតប្រជែងពីរបៀបដោះស្រាយការងារជាមួយមនុស្សផ្សេងអ្នកគ្រូដឹកនាំពួកឯងទាំងពីរចូលក្នុងភាពសមាសម័យស្ថិតនៅក្នុងភាពសមាសម័យពួកឯងនឹងភ្លេចពីប្រវត្តិរបស់ខ្លួនភ្លេចអ្វីៗទាំងអស់ហើយលាតត្រដាងការពិតអំពីខ្លួនឯងស្រាប់ពេលនេះអ្វីគ្រប់យ៉ាងដែលពួកឯងធ្វើនឹងត្រូវបានបំផ្លាញដល់មនុស្សគ្រប់គ្នាដែលនៅទីនេះតាមរយៈកញ្ចក់សៀនគួង ហ៎ចប់ហើយនេះជារឿងអាម៉ាស់សម្រាប់យើងនៅទីសាធារណៈការប្រព្រឹត្តក្នុងលក្ខណៈមនុស្សធម៌សៀវយានយើងមានរឿងស្អីមិនស្មើនឹងបាងធីងដែលជាមនុស្សអាក្រក់នោះអ្នកគ្រូខ្ញុំសូមដល់ខ្លួន ឯងមិនបានទី ហេតុអីទៅ គ្មានហេតុអីទេអ្នកគ្រូនិយាយថាមិនបានគឺមិនបានហើយផឹងមានអ្នកគ្រូនៅគ្មានអ្នកណាហ៊ានប៉ះពាល់ដល់ឯងនោះទេឯងវិញត្រូវការដកខ្លួនចេញទេ ចុះបើសិនជាខ្ញុំដកខ្លួនចេញមែននោះ ប្រកាសជាផឹងជាអ្នកឈ្នះ អ្នកគ្រូមានចិត្តលំអៀង អ្នកគ្រូពិតជាលំអៀងទៅខាងផឹងមែនអញទើបតែមកមើលដឹងតាមែនទេប្រកួតប្រជែងឬក៏មិនប្រកួតប្រជែង ប្រកួតប្រជែងស្រីដែលសំតែស្លាប់ចាំពេលដែលយើងឈ្នះយើងប្រកាសជាស្រាត់សម្លៀកបំពាក់នាងឲ្យអស់ហើយធ្វើបាបនាងម្ដងយើងនឹងធ្វើបាបនាងឲ្យណានណៃ ល្អអ្នកគ្រូមេត្តាក្នុងការប្រកួតគឺជាស្អីទេការប្រកួតប្រជែងលើកនេះការសាកល្បងគឺត្រូវពេលដែលពួកគេប្រឈមមុខការលបងតាក់ទាញតែអាចរក្សាចិត្តគំនិតទីធ្វើជាមនុស្សចិត្តស្មោះត្រង់ម្នាក់ការប្រកែកអញ្ចឹង ខ្ញុំមានជំនឿចិត្តលើសាច់ច្បងធំបើចរិតវិញគេឈ្នះសៀនជីនរាប់រយពាន់ដង ខ្ញុំជាអ្នកណាតើខ្ញុំកំពុងធ្វើស្អី ទុកចិត្តចាស់មានយើងនៅ
កម្រិតនៃការបំភាន់នេះវាមិនប៉ះពាល់ដល់ឯងនោះទេទៅចុះ មនុស្សវ័យក្មេងយើងចង់សួរឯងមើលរបស់ឯងដែលធ្លាក់ចូលក្នុងទឹកនោះគឺពូថៅតើមិនដែរទេគឺពូថៅក៏ចាស់បាក់បែកនេះមិនដែរទេឬក៏ពូថៅខាងវិញ្ញាណនេះហ៎ពូថៅខាងទេពផានគូអីមិនដែរទេពូថៅផានគូនេះសុទ្ធតែជាអាវុធទំនើបការប្រែប្រួលធម្មពលវិមានសម្ពាធនេះពិតប្រាកដហើយនេះជាពូថៅផានគូពិតមែនល្អណាស់ ពូថៅបំបែកមេឃពូថៅបំបែកមេឃផានដីផានគូសេយានឆាប់ដល់យកពូថៅផានគូទៅបើមានពូថៅផានគូហើយទេពទាំង9និងផានដី10ក៏គ្មានអ្នកណាជាដៃគូអញដែរដល់ពេលនោះអញគឺជាម្ចាស់នៃពិភពអមតៈរបស់ដែលខ្ញុំធ្លាក់ចូលទឹកនោះគឺ ឲ្យដល់ណាឆាប់ដល់យកពូថៅផានគូទៅនឹងគិតស្អីទៀត អ្នកគ្រូបានត្រឹមត្រូវក្នុងនោះប្រកាសជាមានបញ្ហាអំបញ្ញមិញពេលដែលយើងចង់យកពូថៅផានគូយើងដូចជាមានអារម្មណ៍ថាមានគ្រោះថ្នាក់ គ្រោះថ្នាក់ស្អីទេ លោកគ្រូភ្លេចហើយដានកងវាងបាននិយាយហើយបញ្ជូនពួកយើងចូលក្នុងភាពស្រាប់ស្រាលនៃការសមាសម័យគឺបានន័យថាអ្វីដែលនៅពីមុខយើងគឺសុទ្ធតែខ្លាំងខ្លាយទេបើមិនជាមានចិត្តលុបលន់ជ្រើសរើសយកពូថៅផានគូដំណាក់កាលនោះគឺត្រូវចាញ់ហើយ មិនខុសទេគឺហេតុផលនេះហើយសំណាងល្អឯងជាកូននៃសំណាងមានអារម្មណ៍រហ័សបើមិនអញ្ចឹងឯងត្រូវជ្រើសរើសពូថៅធម្មតាទេ របស់ដែលខ្ញុំធ្លាក់ចូលទឹកគឺពូថៅធម្មតានេះ ពិតជាយុវជនមានចិត្តស្មោះត្រង់មែនខ្ញុំមានអ្នកគ្រូជាអ្នកការពារប្រកាសជាមកផ្លេចការចងចាំអ្វីដែលដឹងច្បាស់នោះគឺលទ្ធផលចុងក្រោយដោយសារតែភាពលុបលន់ធ្វើឲ្យបរាជ័យយើងចង់នឹងឆ្លងកាត់ដំណាក់កាលនេះយ៉ាងម៉េច អ្នកគ្រូមកទៅចេញកំពុតសេយានចង់យកពូថៅផានគូតាមិនច្បាស់ទេ ខ្ញុំជាណាហើយខ្ញុំនៅទីណាយ៉ាងម៉េចហ្នឹង មកហើយ ក្មេងកំឡោះយើងចង់សួរឯងពូថៅដែលឯងធ្លាក់ចូលទឹកអំបញ្ញមិញនេះក្នុងចំណោម3នេះតើជាមួយណាទៅតើពូថៅកញ្ចាស់បែកបាក់មួយនេះតើមិនដែរទេឬក៏បំបែកមេឃនេះឬក៏ពូថៅផានគូមួយនេះឆ្លើយមកតើមួយណាប្រាប់យើងមកណាពូថៅទាំង3នេះមាន2គឺរបស់លោកមិនដឹងថាមួយណាជារបស់លោកទេមែនទេបើជាមកសួរយើងទៅវិញនេះណែពូពិតជាមិនដឹងថាពូថៅទាំង2នេះគឺជារបស់ពូទេចុះបើសិនជាខ្ញុំយកពូថៅមួយស្រាប់តែលោកមានអារម្មណ៍នឹកឃើញឡើងវិញថាជារបស់លោកនោះតើគិតយ៉ាងម៉េចទៅវិញហើយយ៉ាយើងប្រកាសជារក្សាពាក្យរបស់យើងប្រកាសជាមិនធ្វើអញ្ចឹងទេហ៎ឡោះអញ្ចឹងខ្ញុំមើលពូថៅទាំង3នេះសិនអំបញ្ញមិញលោកពូសួរខ្ញុំឯងមើលហើយខ្ញុំសួរឯងពូថៅដែលធ្លាក់ចូលក្នុងទឹកអំបញ្ញមិញគឺពូថៅមួយណាគឺពូថៅកញ្ចាស់បែកបាក់មែនទេឬក៏ពូថៅបំបែកមេឃហើយឬក៏ពូថៅផានគូនោះមែនទេធ្លាក់ចោលទៅសិតតែជារបស់ខ្ញុំសាច់ច្បាប់ពិតជាក្រាន់បាសមែនស័កសមជាធឹងរបស់ជាងមែន ពិតជាយុវជនមានចិត្តស្មោះត្រង់មែនបើនិយាយអញ្ចឹងពូថៅទាំង3ហ្នឹងយើងជូនឯងទាំងអស់ទៅចុះណាហើយតាមពិតដំណាក់កាលទី1គឺសាឡបងចិត្តកំណត់តើអាចលុបលន់ដែរទេយើងបានយកពូថៅទាំង3នេះប្រកាសហើយប្រកាសជាទូឯងអាចឆ្លងកាត់ដំណាក់កាលនេះបានដំណាក់កាលទី1ត្រូវបានបញ្ចប់អ្នកដែលទទួលជ័យជំនះអ្នកគ្រូគឺសឹងមិនចេះខ្មាស់អៀនឆាប់កាត់ក្តីអាចារ្យទៅគឺវាងធឹងថាម៉េចខ្ញុំមិនសុខចិត្តទេតាមពិតអ្នកដែលឈ្នះគឺខ្ញុំតើឯងមានរឿងអីមិនសុខចិត្តដំណាក់កាលទី1គឺប្រកួតប្រជែងពីបុគ្គលិកលក្ខណៈឯងគ្មានបាននិយាយកុហកទេចំណែកគេយកពូថៅទាំង3ពីយើងចេញដើម្បីផលប្រយោជន៍លុបលន់ហួសហេតុពេកអ្នកដែលទទួលជ័យជំនះប្រកាសជាខ្ញុំទេអ្នកគ្រូសិស្សប្អូននិយាយគឺមានហេតុផលមួយជុំនេះគឺខ្ញុំជាអ្នកចាញ់មួយជុំនេះការធ្វើតេស្តរបស់គ្រូវាជាសមត្ថភាពរបស់ពួកឯងក្នុងការសម្របខ្លួនចំណែកឯងរឹកមិនចេះបត់បែនតាមពេលវេលាឱកាសស្ថិតនៅចំពោះមុខហើយមិនចេះរក្សាទុកអ្នកគ្រូមិនបានស្ដីឲ្យឯងទេឬមួយក៏ឯងចង់ឲ្យគ្រូសរសើរឯងទៀតចំណែកផឹងវិញមិនត្រឹមតែមិនបាននិយាយកុហកហើយបែរជាទទួលបានឱកាសយ៉ាងឆ្លាតវៃនេះហើយទើបស័ក្តិសមជាអ្នកតាំងសមាធិរឿងដែលសំខាន់នោះអ្នកគ្រូអ្នកគ្រូមិននិយាយអញ្ចឹងទេពាក្យទាំងនេះគឺសច្ចរិតទេដោយសារតែយើងដឹងមុនអ្នកគ្រូនិយាយដំណាក់កាលទី1នេះតើអាចយកឈ្នះចិត្តលុបលន់ដែរទេយើងស្ទើរតែជឿហើយរឿងនេះឬយើងពិតជាខុសហើយឬមួយក៏អ្នកគ្រូនៅកុហកឯងទៀត
សេយានពិភពនៃការដាំដុះគឺពុបពេញទៅដោយល្បិចនៃការបោកប្រាស់ដោយឯងចាញ់ទៅប្រឡូកបែបនេះមុននឹងក្រោយត្រូវចាញ់បោកគីសម្ដីនេះនិយាយមិនខុសមែនមួយជុំនេះគឺពិតជាពួកយើងចាញ់មែន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាចម្លែកសិស្សសូមអរគុណដល់ការណែនាំព្រាមប្រដៅរបស់អ្នកគ្រូហើយអញ្ចឹងទៅរួចដែរទេដែលជាមនុស្សឈួតគេនិយាយព្រាប្រាស់នោះ អាល្ងងនេះពិតជាល្ងងខ្លាំងមែនបើគ្មានការចាប់ទាស់ទេយើងចាប់ផ្ដើមជុំទី2 ចាំបន្តិចអ្នកគ្រូខ្ញុំមានបញ្ហាចង់សួរ និយាយទៅ បើសិនជាពួកខ្ញុំចូលភាពសមាសម័យប្រកាសជាភ្លេចអស់ហើយការចងចាំឬមួយអ្នកគ្រូនិយាយច្បាស់ជាងមុនតើការប្រកួតប្រជែងនេះពេលដែលយើងចេញពីការពិសោធន៍នេះយើងជជែកតវ៉ាយ៉ាងម៉េចទៀតទៅសិស្សនឹងពិចារណាឡើងវិញ ជុំទី2នេះគឺប្រកួតប្រជែងតែអ្នកអាចធ្វើឲ្យមន្ត្រីពិនិត្យប្រឡងមានចិត្តចង់រក្សាអ្នកទុកទី តើអាចធ្វើឲ្យមន្ត្រីពិនិត្យប្រឡងមានចិត្តចង់រក្សាទុកដែរទេពេលនេះខ្ញុំកំពុងដាក់ពាក្យសុំមុខតំណែងនៅពាណិជ្ជកម្មហើយត្រូវឆ្លងកាត់នឹងការវាយតម្លៃអ្នកសម្ភារទៀតអរគុណអ្នកគ្រូជួយដល់ខ្ញុំ លើកនេះពួកយើងដាច់ខាត់មន្ត្រីចាញ់ទៀតទី អ្នកគ្រូទុកចិត្តចុះគ្រាន់តែជាការវាយតម្លៃបទសម្ភារគ្មានអីពិបាកនោះទេចូលគឺសៀយិនមែនទេឥឡូវនៅទីផ្សារមើលតើទីផ្សារកន្លែងណាមានអ្នកលក់ដំឡូងគ្រាន់តែសួរប៉ុណ្ណឹងទេហ៎ ចឹងណាមិនគឺជាការវាយតម្លៃរបស់សភាពាណិជ្ជកម្មវាក៏សមហេតុផលដែរ បើអញ្ចឹងខ្ញុំទៅឥឡូវនេះអាយ៉ាថយចេញទៅហេហើយមានអ្នកលក់ដំឡូងតែមានដំឡូងប្រហែលអត់មានខ្ញុំទៅសួរគេសិនដំឡូងរបស់ឯងទាំងអស់មានប្រហែលគីឡូគឺប្រហែលជា80គីឡូហ៎អីគឺនេះហើយអូច្រើនយ៉ាងនេះហ៎អញ្ចឹង1គីឡូតម្លៃប្រហែលទៅហើយឯនេះមានបញ្ហាអីក៏ច្រើនម្ល៉េះ ចាំតិចដាច់ខាតកំចាត់ការអីសោះចាំតិចដាច់ខាតកំចាត់ការអីសោះ យ៉ាងម៉េច លក្ខខណ្ឌក្នុងជុំនេះគឺទាមទារឲ្យអ្នកសម្ភារពិតជាចង់រក្សាឯងតាមយើងស្មានគេប្រកាសជាគ្រូអាចារ្យណាម្នាក់មានបំណងចង់ធ្វើបាបដល់ឯង ខ្ញុំដឹងហើយខ្ញុំធ្លាប់ឃើញនៅក្នុងបឡោមឡងតាកាចាស់នេះមានបំណងធ្វើបាបមនុស្សពិសោធន៍កំហឹងនឹងការធ្វើរបស់ខ្ញុំចាំពេលដែលយើងឆ្លងផុតប្រកាសជាមានផលប្រយោជន៍ដល់យើង ទោះបីជាមិនដឹងថាបលាមលោកជាស្អីតែយើងសន្និដ្ឋានថាឯងនិយាយមិនខុសនោះទេ ល្អចាំបន្តិចទៀតខ្ញុំនឹងទៅសួរគេភ្លាមដំឡូងរបស់លោក1គីឡូតម្លៃប្រហែលទៅយើងចង់សួរតែឯងតិចណៃទេយើងសួរឯង1គីឡូតម្លៃប្រហែល1គីឡូ4យន់បើលោកពិតជាចង់បាន1គីឡូ3យន់ក៏បានដែរយកប្រហែលគីឡូហេណែ1គីឡូ3យន់បើអញ្ចឹងគុណភាពដំឡូងតែយ៉ាងម៉េចដែរតើវាល្អដែរទេហើយកុំខឹងកុំឆេវឆាវជីវិតមនុស្សប្រៀបដូចជាការសម្ដែងបើខឹងទៅឈឺគ្មានអ្នកជំនួសទេបើអញ្ចឹងយកទៅសួរសិនណែលោកទៅមកមិនដឹងប្រហែលដងហើយទេតាទិញឬក៏អត់ហ្នឹងហើយគុណភាពដំឡូងគឺសិតតែល្អខ្ញុំបានមនិតរួចហើយដាច់ខាតគឺគ្មានអាខូចទេអរគុណគឺលោកធ្លាក់ហើយណាគឺធ្លាក់ក្នុងការប្រកួតហើយអរគុណស្អីលោកនិយាយថាម៉េចខ្ញុំធ្លាក់ហើយហ៎ខ្ញុំមិនសុខចិត្តទេគឺយើងខំរត់ដើម្បីលោកពាក់កណ្ដាលថ្ងៃទៅហើយលោកនិយាយស្អីខ្ញុំហ្នឹងឯងលោកបែរប្រាប់ថាយើងធ្លាក់ទៅវិញហ៎គ្រាន់តែសួរដំឡូងឬកិច្ចការតូចតាចឲ្យរត់ទៅ4ដងទៅហើយឲ្យយើងទុកចិត្តប្រគល់ការងារឲ្យឯងយ៉ាងម៉េចអញ្ចឹងលោកមិនគំសួរចប់តែម្ដងទៅគឺលោកធ្វើការមិនពេញលេញបែរជាមកបន្ទោសយើងបើសិនជាមានកូនចៅតាដឹកនាំទៅរួចដែរទេនេះ កុំតាក់កុហលសំណួរនេះគឺពិបាកណាស់អាចឆ្លងមិនផុតទេវ៉ាងថឹងប្រកាសជាឆ្លងមិនផុតដែរវ៉ាធីងមែនទេឯងទៅផ្សារមើលតើមានអ្នកលក់ដំឡូងដែរទេហេតុអីតើប្រយ៉ាងម៉េចខ្ញុំចង់ដឹងថាហេតុអីក៏ត្រូវទៅមើលផ្សារមានដំឡូងឬក៏អត់ឯងដឹងថាឥឡូវនេះយើងកំពុងតែធ្វើស្អីដែរទេហ៎កំពុងសុភាត្រៃឯងបាននិយាយហើយយើងកំពុងតែសុភាមិនសម្រាប់ឯងប្រើទេនេះគឺចំណែកនៃសុភាមានលក់ដំឡូងតើតម្លៃប្រមាណលោកពូមានដំឡូងទាំងអស់ប្រហែលជាប្រមាណទៅ80គីឡូគាត់និយាយថា80គីឡូតែលោកចង់សួរអីទៀត
ដំឡូង1គីឡូតម្លៃប្រហែលហើយមិនឯងយកអ្នកលក់ដំឡូងមកចូលក្នុងអញ្ចឹងខ្ញុំសួរគាត់បាញ់មិញមានមនុស្សសួរពីដំឡូងរបស់លោកពូតាមមែនទេលោកពូត្អូញត្អែថាមានមនុស្សម្នាក់ទៅមកហើយសួរដំឡូងអស់ប្រហែលហើយប្រហែលគីឡូតម្លៃប្រហែលហើយគាត់និយាយម្ដងមួយសូម្បីដំឡូងមួយក៏មិនបានទិញខ្ញុំនិយាយថាតើចង់ជួបមេខ្លោងដែរទេខ្ញុំក៏ណែនាំមកទៅគឺគាត់នេះហើយជាអ្នកចង់សួរដំឡូងដូច្នេះខ្ញុំមិនចង់ឲ្យគេសួរដេញដោលច្រើនខ្ញុំក៏នាំគាត់មកតែម្ដងទៅត្រូវហើយគឺម្នាក់នេះហើយអាចធ្វើអញ្ចឹងដែរនិយាយទៅមានបញ្ហាសួរទៀតឯងទៅមើលនៅផ្សារមានលក់ផ្លែប៉ោមទេអាកាចាស់នេះធ្វើបាបមនុស្សមិនអស់ចិត្តទេចំមែននេះឯងណាឯងឈប់សិនណែគេធ្វើយ៉ាងណាទៅសាច់ច្បងប៉ាចេះល្អណាស់យើងវាយអ្នកសម្ភារទៅហើយម្ដងនេះមិនអាចទុកយើងជាអ្នកឈ្នះទេទោះបីជាយើងចាញ់វ៉ាងធីងក៏មិនឈ្នះដែរខ្ញុំនៅមានឱកាសទៀតមិនខុសទីមួយជុំនៅចុងក្រោយពួកយើងមុននឹងធ្វើត្រូវតែគិតឲ្យបានច្បាស់ការប្រកួតជុំទី2បានបញ្ចប់ហើយយើងសូមប្រកាសអ្នកដែលទទួលជ័យជំនះនៅតែជាវ៉ាងធីងថាម៉េចខ្ញុំឈ្នះហ៎ពួកយើងទាំងពីរសម្ភារសុទ្ធតែបរាជ័យមានរឿងស្អីឈ្នះនោះពួកឯងលេងល្បិចទេអ្នកណាប្រាប់ឯងពីលទ្ធផលក្នុងការសម្ភារនោះមុននេះយើងបាននិយាយថាម៉េចការប្រកួតជុំទី2នេះគឺថាតើអ្នកអាចធ្វើឲ្យអ្នកសម្ភាររក្សាទុកអ្នកដែលចិត្តស្មោះអ្នកសម្ភាររក្សាទុកដោយចិត្តស្មោះហ៎មិនខុសទេអ្នកសម្ភារមិនពេញចិត្តខ្ញុំទទួលស្គាល់ប៉ុន្តែគេបែរជាវាយអ្នកសម្ភារទៅវិញអ្នកសម្ភារមានរឿងអីមិនពេញចិត្តនោះពិតមែនហើយអ្នកគ្រូខ្ញុំអត់យល់ដែរអ្នកសម្ភារនិយាយជាមួយឯងពាក្យចុងក្រោយគឺស្អីឯងឈប់នៅទីនេះសិនហានេះហើយហៅថារក្សាឯងទុកស្អីគេអញ្ចឹងក៏បានដែរហ៎មកខុសទីជាមើលកាយវិការរបស់អ្នកសម្ភារនិងប្រតិកម្មខ្ញុំហ៊ានធានាគឺពិតជាមានចិត្តស្មោះចង់ខ្វាត់សាច់ច្បងទុកគ្មានបានការមែនចំមករបស់យើងស្ទើរតែកោងទៅហើយចង់រក្សាទុកឯងសេជៀនបីជុំឈ្នះ2ឯងប្រាជ័យពីជុំហើយតើឯងនៅមានពីអីនិយាយទីខ្ញុំមិនសុខចិត្តទេតាមពិតទៅមិនស្មារតីគ្នាមែនយើងមើលទៅនេះគ្រាន់តែយកលេសដើម្បីលំអៀងទៅខាងវាងធីងទោះបីយ៉ាងណាអ្នកគ្រូនៅតែឲ្យគេឈ្នះប្រាស់មែនយើងគឺជាអ្នកគ្រូរបស់ឯងបែរជានិយាយសម្ដីបែបនេះជាមួយយើងកំពុងបារម្ភគ្មានហេតុផលអីដើម្បីចាត់ការគេបើឯងហ៊ានបដិសេធម្ដងទៀតយើងនៅសម្រាប់ឯងភ្លាមអ្នកគ្រូមិនបានទេសៀវយិនគឺជាកូននៃសំណាងបើចាត់ការគេប្រកាសជាមានប្រតិកម្មពីឋានសួគ៌ជាមិនខានទេសកម្មភាពមួយជីវិតរបស់សៀវយិនយើងមិនចាំបាច់បោះស្រាយជាមួយសៀវយិនទេណានកងវ៉ានគឺមានភាពអយុត្តិធម៌ហើយកុំបន្ទោសសៀវយិនយើងក្បត់គ្រូឲ្យសោះហើយអាឡិតនេះប្រហែលជាទម្លាយហើយចាំមកផ្លែឈប់ឆ្លោះឈប់វាយគ្នាទៅបើមានអីនិយាយគ្នាស្រួលបួលទៅសិស្សប្អូនសៀវទៅតែអំបញ្ញមិញនេះមានហេតុផលខ្ញុំបានវាយអ្នកសម្ភារដែរតាមពិតមិនអាចចាត់ទុកខ្ញុំជាអ្នកឈ្នះទេអំបញ្ញមិញនេះអ្នកគ្រូក៏និយាយត្រូវដែរដូច្នេះជុំទី1ចាត់ទុកថាស្មើគ្នាទៅចុះពួកយើងចាប់ផ្ដើមជុំទី3ទៅអត់ចង្រៃនេះតែងតែជួយដល់ស៊ីយីនតាមពិតមានន័យយ៉ាងណាទេគេពិតជាមិនចាប់អភិវឌ្ឍការបណ្ដុះពីរដងជាមួយអ្នកគ្រូមែនទេដើម្បីជីវិតហើយអ្នកគ្រូសៀវយាមគេគឺជាកូននៃសំណាងបើអ្នកគ្រូប្រឆាំងនឹងគេប្រកាសជាស្លាប់ហើយកុំយកខ្ញុំទៅជាមួយបើថឹងនិយាយចឹងទៅហើយអញ្ចឹងយើងធ្វើតាមអ្វីដែលគេនិយាយទៅចាត់ទុកស្មារតីគ្នាអ្នកគ្រូពិតជាឆ្លាតមែនជុំទី3ប្រកួតប្រជែងពីសមត្ថភាពពិតការប្រយុទ្ធ1ទល់នឹង1អ្នកដែលឈ្នះឈើអ្នកដែលចាញ់ក្រាបចុះសៀវយានលើកនេះអ្នកគ្រូនិយាយយ៉ាងច្បាស់ហើយដឹងទេបានអ្នកគ្រូសិស្សយល់ច្បាស់ណាស់ថ្ងៃនេះយឺតពេលហើយពួកឯងទាំងពីរទៅវិញរៀបចំឲ្យស្រួលបួលស្អែកពេលថ្ងៃត្រង់ប្រយុទ្ធនៅលើឆាកក្បាច់គុណរយៈពេលនៅក្នុងនៃការឈិញវ៉ាន់ទោះបីជាខ្ញុំមានបញ្ហាក៏ដោយតែការដំណោះរបស់ខ្ញុំធានាថាទេវតានឹងជួយហើយជាមនុស្សពិតយិនអ៊ីងទៅហើយវ៉ាងធីងចាំស្អែកយើងនឹងសម្លាប់ឯងយើងចាំមើលឯងដើមជាមួយនឹងយើងយ៉ាងម៉េចសាច់ច្បងថោប្រឹងឡើងថ្មីនេះខ្ញុំបានហ្វឹកហាត់ប្រយុទ្ធយូរមកហើយប្រកាសជាមិនមែនឯគូរបស់គេទេពេលនោះបើប្រយុទ្ធមិនឈ្នះគេថ្វាយបង្គំគេភ្លាមធ្វើជាតួតូចតាចថ្ងៃក្រោយនឹងមានក្តីសុខជាមិនខានផឹងពេលបាយល្ងាចរួចមករកអ្នកគ្រូណាអ្នកគ្រូមានរឿងចង់និយាយប្រាប់ឯងយប់ជ្រៅយ៉ាងនេះអ្នកគ្រូហៅខ្ញុំមានការអីទៅផឹងបើមកហើយឆាប់ចូលមកខ្ញុំសូមអរគុណអ្នកគ្រូផឹងសកម្មភាពរបស់ឯងថ្ងៃនេះអ្នកគ្រូមានការពេញចិត្តយ៉ាងខ្លាំងអរគុណហើយអ្នកគ្រូថ្ងៃស្អែកគឺឯងនឹងស៊ីយៀនប្រកួតប្រយុទ្ធក្បាច់គុណអ្នកគ្រូមានចំណាប់អារម្មណ៍ថាគេបានចូលដំណាក់កាលយិនអ៊ីងហើយយ៉ាងម៉េចតែឯងមានទំនុកចិត្តទីសិស្សនៅឆ្ងាយពីយិនអ៊ីងណាថ្ងៃស្អែកប្រហែលជាពិបាកយកឈ្នះលើសិស្សប្អូនសៀវយឺតពេលហើយផឹង
អ្នកគ្រូអាក្រក់មើលណាស់មែន អ្នកគ្រូជាស្រីស្អាតជាងគេដែលខ្ញុំធ្លាប់ឃើញមានរឿងអីអាក្រក់មើលនោះ ប៉ុន្តែអ្នកគ្រូឃើញសកម្មភាពរបស់ឯងថ្ងៃនេះដូចមានអារម្មណ៍មិនចង់ឈ្នះអញ្ចឹងឯងពិតជាមិនចង់អនុវត្តបណ្ដុះទ្វេជាមួយអ្នកគ្រូមែនទេ ខ្ញុំប្រកាសជាចង់ប៉ុន្តែអ្នកគ្រូគឺជាស្រីស្អាតរបស់តួឯងបើសិនជាខ្ញុំហ៊ានប៉ះពាល់ប្រកាសជាស្លាប់គ្មានទីបញ្ចុះសាកសមចំពោះអ្នកគ្រូសិស្សមានតែគោរពតែប៉ុណ្ណោះទេគឺមិនគិតអ្វីលើសពីនឹងទៀតទេ និយាយបានពីរោះស្ដាប់ណាស់ដោយសារតែឯងឧស្សាហ៍លួចមើលយើងពិតជាជឿពាក្យសម្ដីរបស់ឯងមែនអាចចង្រៃវាងធឹងយើងមើលទៅឯងប្រកាសជាមានសិស្សប្អូនហើយក៏ភ្លេចអ្នកគ្រូដូចជិះនេះយើងឃើញឯងនិងពួកនាងទាំងពីរមានកាយវិការចិត្តស្និទ្ធ មូលមកកាច់ខ្ញុំហើយមុននេះជាមួយនឹងសិស្សប្អូននោះគឺសុទ្ធតែជារឿងចៃដន្យតែប៉ុណ្ណោះ ទោះបីជាមានចេតនាមិនត្រឹមត្រូវឬក៏អត់ការប្រកួតថ្ងៃស្អែកឯងត្រូវតែឈ្នះឯបានបើមិនអញ្ចឹងអ្នកគ្រូនឹងឲ្យឯងឃើញ ប៉ុន្តែសិស្សគ្រាន់តែថាឆ្នាំទេពមាសចំណែកស៊ីវិនគេជាមនុស្សពិតយានអ៊ីទៅហើយក ុំនិយាយច្រើនទទួលដែរទេ ស្នេហ៍ដាឆាងលុយដែលអាចសម្រាប់យានអ៊ីងស្រីម្នាក់នេះចង់សម្រាប់ខ្ញុំហើយមែនដែរទេនឹងដើរមក ធម្មពលដែរគឺសំរុំចេតនាដែរកាន់តែអាក្រក់បន្តិចប៉ុន្តែវានៅតែអាចឆ្លងកាត់បានទុកឲ្យអ្នកគ្រូមើលដែនកំណត់របស់ឯងនៅឯណាការចាប់ផ្ដើមនៃចេតនាដែរអមតៈ ស្រីម្នាក់នេះចង់សម្រាប់ខ្ញុំហើយខ្ញុំត្រូវតែទប់ទល់ ផឹងប្រហែលជាអាចឈឺបន្តិច តើល្បែងស្អីទៅ អ្នកគ្រូចង់ចូលទេ អ្នកអ្នក ផឹងជាមួយនឹងការពង្រឹងអំណាចរបស់អ្នកគ្រូនៅពេលដែលឯងភ្ញាក់ឡើងនឹងខ្លាចជាមនុស្សពេញយិនអ៊ីងហើយក្នុងនាមជាគ្រូយើងអាចមើលឃើញហេតុផលនាពេលអនាគតយើងមិនអាចនៅស្ងៀមដៃមិនរពលនោះទេស្អីទៅកូននៃសំណាងការចាក់កំណត់ឡើងចេញពីផ្លូវប្តីណាន់កងវ៉ាន់របស់យើងគឺមានតែផឹងអ្នកគ្រូមានរឿងអីមករកខ្ញុំចុះ ពីព្រោះហើយមុននេះយើងបានគុណគូដោយម្រាមដៃមានអារម្មណ៍មិនច្បាស់លាស់ដែលអាកាសរបស់ឯងនៅក្នុងការជិញវ៉ាន់ត្រូវបាត់បង់អស់ជាងពាក់កណ្ដាល ថាម៉េចមិនក៏ទៅជាអញ្ចឹង អាកាសនឹងបាត់បង់ចេញពីខ្យល់ស្ដៅនោះឡើយប្រកាសជាមានគេដណ្ដើមយកទៅបាត់ គឺប្រកាសជាវាងធីងការប្រកួតនៅថ្ងៃស្អែកយើងត្រូវតែសម្លាប់គេ ឥឡូវឯងបានដំណើរយានអ៊ីងរួចហើយក្នុងរយៈពេលខ្លីនេះពិបាកនឹងបង្កើតកម្លាំងពិតណាស់យើងស្រាប់តែនឹកឃើញនៅតំបន់ហាលខប់ភ្នំគីងវ៉ាន់មានការបង្ក្រាបបុគ្គលដែលមានអំណាចក្នុងគ្រាទុកវេទនា អំណាចនៃទុកវេទនា ពិតមែនហើយយើងស្ទាត់ជំនាញក្នុងការបង្កើតនឹងអាចជួយឯងដែលទុកគាត់ជាអ្នកបំរុងហើយការប្រកួតនៅថ្ងៃស្អែកត្រូវតែឈ្នះ អរគុណអ្នកគ្រូចាំខ្ញុំប្រកួតយកឈ្នះហើយការអភិវឌ្ឍដាំដងទ្វេជាមួយនឹងណាំកងវ៉ាន់បន្ទាប់ពីបឺតសារធាតុនាងឲ្យស្ងួតខ្ញុំពិតជាកែតម្រង់រាងកាយរបស់អ្នកគ្រូឆាប់តាដែលអាចធ្វើទៅបាន យើងចេញដំណើរការឥឡូវនេះដែលមិនបាច់បង្អង់យូរឡើយ អ្នកគ្រូខ្ញុំមិនតន់ស្លាប់ទេខ្ញុំ តាមពិតគឺអ្នកគ្រូផ្ដល់ឲ្យឯងនៅស្នេហ៍ដែរឯងពិតជាហត់នឿយមិនស្រាលទេ ការចាប់ផ្ដើមហ៎ ផឹកបន្តិចទេអបអរសាទរឯងទទួលបានដើរគ្មានតម្រង់ហើយខ្លាចជាមនុស្សពីឃាតយិនអ៊ីងការប្រកួតថ្ងៃស្អែកស៊ីយានគេប្រកាសជាមិនមែនដៃគូឯងទេ ដើរគ្មានតម្រង់អ្នកគ្រូនោះបានន័យថាបច្ចេកទេសដាវប្រើខ្លាំងជាង10ដងហើយអាចការពារសត្រូវដោយស្វ័យប្រវត្តិដែរ ប្រកាសហើយ នៅក្នុងសាច់រឿងដើរគ្មានតម្រង់ក្រែងជារបស់ស៊ីវយានហ៎ហេតុអីនៅលើខ្លួនរបស់យើងទៅវិញ ផឹងគិតពីស្អីអ្នកគ្រូឲ្យសារទៅឯងក៏មិនផឹក អូអ្នកគ្រូស្រានេះអ្នកគ្រូទៅនឹងប្រាហើយបើសិនជាផឹកចូលមន់ខ្លាចតែវាមិនសមទេដូចជាមិនគោរពអ្នកគ្រូ វាមិនសមចុះមិញនេះឯងដេកនៅលើក្រែរបស់អ្នកគ្រូនោះហើយសមហេតុផលទី អូសូមអ្នកគ្រូលើកលែងទោសផង យ៉ាងម៉េចហើយផឹងជើងរបស់អ្នកគ្រូស្រួលទីបើសិនជាផឹងចង់ដេកលើអ្នកគ្រូអាចឲ្យផឹងដេកបានចង់ដេកយូរប៉ុណ្ណាក៏បានដែរ សិស្សនឹងប្រាយអស់ពីលទ្ធភាព បានហើយតែចុះការប្រកួតនៅថ្ងៃស្អែកមានតែឈ្នះហាមចាញ់ជាដាច់ខាត សិស្សនឹងខំប្រឹងប្រែងទីនេះហើយគឺជាតំបន់ហាមឃាត់អ្នកដសិស្សក្មេងចំនួនក្រោយនៃនកាយឈិញវ៉ាន់សូមគោរពលោកសិស្សក្មេងឈិញវ៉ាន់តើអ្នកណាឲ្យឯងមកតំបន់ហាមឃាត់ក្រោយភ្នំមិនខ្លាចយើងលេបឯងទាំងមូលឬក៏យ៉ាងម៉េចហ៎មិនខ្លាចទេលោកព្រឹទ្ធាចារ្យកុំនិយាយលេងខ្ញុំមកលើកនេះគឺជួយលោកព្រឹទ្ធាចារ្យចេញពីទីនេះទេជួយយើងចេញហ៎មិនដែរទេពិតប្រាកដហើយឲ្យតែលោកព្រឹទ្ធាចារ្យយល់ព្រមលក្ខខណ្ឌរបស់ខ្ញុំយើងនឹងអាចជួយលោកចេញពីទីនេះបានលក្ខខណ្ឌដូចទៅថ្ងៃស្អែកនៅក្នុងនិកាយមានការប្រកួតប្រជែងមួយយើងសង្ឃឹមថាព្រឹទ្ធាចារ្យអាចជួយយើងលួចលាក់ដើម្បីយកឈ្នះបានមានយើងនៅឯងប្រកាសជាឈ្នះជាមិនខានល្អអ្នកគ្រូឆាប់ចាត់ការភ្លាមទៅ
យិនសម្រាប់ចិត្តរបស់ឯងហើយឲ្យយើងគ្រប់គ្រងរាងកាយរបស់ឯង យល់ហើយអូ 500 ឆ្នាំហើយថ្ងៃនេះយើងបានចេញមកហើយ នេះជាចរិតរបស់អ្នកខ្លាំងនៅក្នុងទុក្ខវេទនាវ៉ាធីងថ្ងៃស្អែកនេះឯងប្រកាសជាស្លាប់ឯងចាំតែមើលចុះ ជុំទី3ការប្រកួតចាប់ផ្ដើម តាំងពីយើងឈានចូលក្នុងការចាប់ផ្ដើមនៃពិភពនៃការដាំដុះអ្នកដែលប៉ះពាល់យើងសុទ្ធតែស្លាប់ទាំងអស់បានធីងឯងក៏ដូចគ្នាថ្ងៃនេះឯងប្រកាសជាស្លាប់តើឯងមានអារម្មណ៍យ៉ាងណានេះគឺជាសន្ទុះប្រាច់មុខនៃអាណាចក្រយិនអ៊ីង ដំណាក់កាលយិនអ៊ីងស៊ីយិនពេលនេះបានបង្កើតយិនអ៊ីងហើយ វ៉ាវាវោះហើយយានអញគឺដំណាក់កាលលុបផ្លាស់ យិនអ៊ីងទៅតែចាប់ផ្ដើមប៉ុណ្ណោះពួកឯងធ្វើមិនដឹងទេការដាំដុះរបស់ថឹងមិនល្អដូចស៊ីយិនទេហាសាច់ច្បាស់ធំក៏ជាមនុស្សពេញយិនដែរ ប្រលឹងដើមកំណត់ដំបូងការយល់ច្រឡំទេឯងគ្រាន់តែជាតួឯកម្នាក់ហេតុអីក៏កម្រិតការដោះដាលរបស់គេមិនប្រសើរឡើងដូចជាមនុស្សអាក្រក់យើងតើឯងប្រយុទ្ធជាមួយនឹងយើងយ៉ាងម៉េចទៅយើងមិនផ្ដល់ឱកាសឲ្យឯងទៅទទួលចាញ់ទៅវិវោហើយដើរគ្មានទម្រង់របស់យើងនឹងប្រឆាំងនឹងស្វ័យប្រវត្តិមិនអាចវាយត្រូវយើងទេបើអញ្ចឹងយើងនឹងចាញ់ហើយឯងចេះតែរត់អញ្ចឹងឲ្យឯងឈប់សិនទៅមើលអេកុំ ហេតុអីបានបញ្ចេញកម្លាំងអីខ្ញុំដឹងហើយសាច់ច្បាស់ប្រកាសជាប្រាប់ភាពទិនបង្ក្រាបសត្រូវហើយវាយបកវិញដែលគេមិនបានគិតដល់ ហើយមិនអាសាទុកខ្លួនស្លាប់ទៅឯងស្លាប់ទៅហេកុំ សាច់ច្បាស់ នេះគឺ ដែលគ្មានតម្រង់សាច់ច្បាស់ដែលគ្មានតម្រង់របស់បងសម្រាប់តម្រង់របស់បងហើយ យិនអ៊ីងកម្រិតចំក្រោយតាមពិតឯងមានកម្រិតដាំដុះខ្ពស់យ៉ាងនេះមកធ្វើជ្រូកស៊ីខ្លាតាមមិនដែរទេយើងគ្រាន់តែខ្លាចឯរបួសតែប៉ុណ្ណោះ ស្រាប់លើហើយណែស៊ីយិនតបតជាមួយឯងមិនចាំអីសាច់ច្បាស់យើងប្រាក់កម្លាំងអស់ទេ សាច់បងមានចិត្តសប្បុរសតាមពិតទៅក៏មិនចង់ប្រើដៃឲ្យឯងមានរបួសទេសៀជាឥឡូវនេះបានស្គាល់ហើយការខុសគ្នារវាងពួកឯងទាំងពីរ សំតែស្លាប់ណាហើយមិនគួរសោះនៅក្នុងសាច់រឿងដើមអាតរិកសៀវធានដែលមានវិចារណញ្ញាណបានកំចាត់មនុស្សកអឺតកតុំទាំងអស់ហើយបានសម្លាប់ឋានសួគ៌ទាំង4អូត្រូវហើយយើងចាំថាក្នុងពេលនោះតាចាស់សក់ស្កើម្នាក់ក្នុងនោះទុកវេទនាខ្លាំងណាស់សពអនស៊ីវស្នៀតរបស់ឯងមានតែប្រឹងទេបានន័យថាម៉េចឯងចង់មកងាយយើងហ៎ ឬមកគាត់ត្រូវសរសើរឯងសាច់ច្បាស់យើងគឺឈើនៅទីនេះអញវាយមិនឈ្នះគាត់ផង អាយ៉ាមិនមែនអញ្ចឹងទេយើងចង់និយាយថាបរោះចំណាស់គឺបរោះចំណាស់ស្អី នៃរបស់សាច់បងគឺអញទុំខ្សោយដូចបរោះចំណាស់គាត់មិនហ៊ានតដៃជាមួយអញទេខ្លាចជ្រុលដៃវាយអញស្លាប់ទៅណា សំតែស្លាប់ហេអាចង្រៃហ៊ានប្រមាថយើងផងហេខ្ញុំត្រូវគេបង្ខូចទេនៃរបស់ខ្ញុំថាឯងមិនភ្ជប់បាយអីទៀតឆាប់បញ្ចេញមក ត្រូវហើយឯងមិនតាន់ស៊ីបាយមែនទេគ្រាន់តែវាយមនុស្សក៏គ្មានកម្លាំងដែរ យើងទ្រាំលេខបានហើយវ៉ាធីងថ្ងៃនេះឯងត្រូវតែស្លាប់នៅទីនេះសិឡាវជួយខ្ញុំផងចំហាយដង្ហើមនេះ កំពូលនេះຕົកព្រួយ តើជាណាហ៊ានធ្វើបាបនៅគ្រូគុណរបស់យើងស៊ីវយៀនផងអី មកហើយនៅក្នុងសាច់រឿងដើមស៊ឺមិចសិនដែលជាមេកំពូលនៅក្នុងគ្រាទុកលំបាកទូឯសៀយិនរកតួជំនួសមកហើយវ៉ាធីងថ្ងៃនេះមានសិលាជួយឯងប្រកាសជាស្លាប់ហើយលោកព្រឹទ្ធាចារ្យគឺគេហើយ គ្រាន់តែយាយិនអ៊ីងទៅតាច់ក៏ហ៊ានក្អេកក្អាកដែរហី ខ្ញុំគួរតែអាចរកបានបើសិនជាខ្ញុំវាយប្រមាថដងទុកឲ្យទូឯងបញ្ចេញក្បាយរបស់គេមកចុះយើងប្រឹងព្រៀបរួចហើយ ចောက်គេចាសាប់ទេ បងស្រីធំមានអីនិយាយគ្នាតើសម្រួលទៅ ស្លាប់ហើយមេនៃទុកវេទនាត្រូវស្លាប់ភ្លាមដោយសារដាវហើយអ្នកគ្រូមិនក៏ខ្លាំងយ៉ាងនេះ បញ្ចុតវេទមន្តជាការបញ្ចុតដោយយុត្តិធម៌ស្អែកបានសុំជំនួយពីគ្រាទុកវេទនាដោយគ្មានការអនុញ្ញាតស៊ីយិនតើឯងគួរមានទោសកម្រិតណាពិតជាល្អណាស់ឆ្លៀតឱកាសនេះសម្រាប់គេចោលទេ យើងទទួលកំហុសតាំងពីយើងចូលរួមនឹងនៃការឈិញវ៉ាន់ពួកឯងប្រឆាំងនឹងយើងគ្រប់ពេលវេលាទាំងអស់សុទ្ធតែប្រឆាំងនឹងយើងមិនតែប៉ុណ្ណោះឥឡូវហ៊ានដាក់ទោសយើងទៀត យើងពិតជាប្រឆាំងអញដែលចំហតើវាយ៉ាងម៉េចស៊ីយិនអបឡាដោយអញគួរឲ្យស្អប់ខ្ពើមសងគុណដៃគំនុំហើយជាកំបិតមុខពីរដែលសារតែឈឹងជួយវត្តជំនួសឯងបើមិនអញ្ចឹងយើងដេញអញចេញពីកែងយូរហើយហេតុអីក៏ឯងនៅតែប្រឆាំងនឹងផឹងឯងមិនត្រឹមតែកាប់បណ្ដោះព្រាបមកស្មាំអង្ថឹងច្រឹកក៏អន់ដែរហើយភ្នែកចេះតែសំណងរកយើងរហូតកុំស្មានតែយើងមិនដឹងព្រី សាច់បងធំជួយឯងគ្រប់ពេលតែឯងចំណែននឹងគាត់ហើយធ្វើជាសត្រូវជាមួយគាត់ មិនត្រូវទេខុសគឺវាខុស 100% ឯណោះ
នេះបើយោងតាមសាច់រឿងដើមពួកគេសុទ្ធតែស្រីរបស់សៀវយានហេតុអីត្រឡប់មកការពារយើងរហូតអញ្ចឹងយើងទ្រាំលេងបានហើយឯសំតែស្លាប់ទៅអ្នកគ្រូជួយខ្ញុំផងខ្ញុំត្រូវតែសម្លាប់ពួកគេឲ្យអស់ ឥឡូវយើងមានរបួសមិនទាន់ជាកម្លាំងក៏មិនទាន់គ្រប់គ្រាន់ដែរ កុំនិយាយច្រើនបើមិនចង់ស្លាប់ទេឆាប់ជួយយើងភ្លាមទៅ ចឹងបានយើងនឹងជួយឯងទៅចុះ មកហើយកូនសំណាងការទម្លាយដែលមិននិយាយពីហេតុផលវ៉ាធីងឥឡូវការទម្លាយរបស់យើងខ្លាចជាអធិរាជហើយថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងហើយចាំតែស្លាប់ទៅអ្នកគ្រូនិងសិស្សប្អូនរបស់ឯងយើងនឹងជួយថែរក្សាឯងស្លាប់ទៅ ស្លាប់ទៅ បន្ទាប់ពីការធ្វើតេស្តប្រព័ន្ធម្ចាស់ផ្ទះបានបញ្ចប់ការប្រកួតសាកល្បងហើយបានរួចផុតពីការប្រកួតដែលជោគជ័យអំណោយអាកំបាំងឥឡូវគេត្រូវបានគេចែកចាយអំណោយអាកំបាំងរបស់អាត្រិទិញត្រូវបានគេផ្សព្វផ្សាយដោយជោគជ័យស្រាប់ពេលជាមួយគ្នានោះម្ចាស់ផ្ទះខ្លាចជាតួឯកនៃសិភៅនេះដោយស្វ័យប្រវត្តិ តួឯកខ្ញុំខ្លាចជាតួឯកហើយហើយនេះមិនអាចទេការដាំដុះរបស់ឯងមិនក៏ឯងមានស្អីលើយើងយើងជាអធិរាជនៃឋានសួគ៌ហើយយើងត្រូវតែមកក្រាបសត្រូវទាំងអស់សាច់ច្បងផឹកឯងមិនអីទេហ៎បងប្រផឹងមិញនេះបងពិតជាសង្ហាណា សាច់បងអរគុណបងហើយដែលជួយខ្ញុំបាញ់មិញ ណែ ស៊ីឈីយើងនឹងសិស្សច្បងរបស់ពួកឯងនៅមានកិច្ចការសំខាន់ត្រូវនិយាយគ្នាពួកឯងថយសិនទេបងប្រផាំងខ្ញុំត្រូវរបួសខ្ញុំត្រូវការឲ្យបងបីខ្ញុំទៅបន្ទំ សាច់ច្បងកំដោះពួកខ្ញុំឬមួយក៏កំដោះពួកគេ ម្នាក់នោះខ្ញុំបាទ បើឯងហ៊ានមិនកំដោះជើងយើងនឹងទះឯងឲ្យស្លាប់បងប្រផាំងបើក្បត់នឹងខ្ញុំមិនឲ្យបងចូលក្នុងនៃការទៀតទេ សាច់ច្បងគឺជាប្រុសរបស់ខ្ញុំតែម្នាក់អ្នកណាក៏មិនអាចដណ្ដើមដែរ ខ្ញុំស្រាប់តែនឹកឃើញហើយនៅក្នុងផ្ទះកំពុងតែមានរងាស់ស៊ុបអញ្ចឹងឲ្យខ្ញុំទៅមុនហើយ ឈប់សិនមិនអាចទៅទេចប់សិនទេ តួឯកមានការលំបាកណាស់ចប់ហើយ